ពួកគេជាប្តីប្រពន្ធដែលស្រឡាញ់គ្នានៅពេលថ្ងៃប៉ុន្តែរៀងរាល់យប់ប្តីនាងវិញវានាងយ៉ាងសាហាវអ្វីដែលអាក្រក់ជាងនេះទៀតគឺរៀងរាល់ព្រឹកនាងត្រូវពាក់សម្លៀកបំពាក់ដែលអានវុកជ្រើសរើសឲ្យសូម្បីតែខោអាវក្នុងក៏ត្រូវតែសម្ជិតគាត់ផងដែរគាត់មិនចង់ឲ្យបរិះណាមកជិតម៉ារីទេដូច្នេះគាត់បានចាក់សររក្សានាងនៅក្នុងវីឡាដ៏ប្រណិតពេញមួយថ្ងៃសូម្បីតែកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះក៏គាត់បានរំលាងផងដែរម៉ារីបានព្យាយាមគេចផុតពីជីវិតដូចនៅនេះជាច្រើនដងប៉ុន្តែគាត់តែងតែត្រូវចាប់បានវិញជានិច្ចនាងមិនអាចគេចផុតពីប្តីដែលមានទ្រព្យសម្បត្តិនិងអំណាចរបស់នាងបានទេដូច្នេះរាល់ពេលដែលនាងត្រឡប់ទៅផ្ទះនាងតែងតែត្រូវវាសាហាវម្ដងទៀតម៉ារីមិនដឹងថានាងអាចរស់នៅបែបនេះបានយូរប៉ុណ្ណាទៀតទេថ្ងៃនោះនាងបានទូរស័ព្ទសុំជំនួយពីមិត្តស្រីជិតស្និទ្ធរបស់នាងនាងបានប្រាប់ថានាងនឹងទៅមន្ទីរពេទ្យដើម្បីទៅលេងម្ដាយដែលកំពុងឈឺក្រោមការប្រយ័ត្នប្រយែងរបស់អ្នកការពារនាងបានចូលទៅមន្ទីរពេទ្យពេលចូលទៅខាងក្នុងរួចនាងបានលួចចេញតាមទ្វារចេញខាងក្រោយនាងអាចជួបមិត្តស្រីជិតស្និទ្ធរបស់នាងបានប៉ុន្តែអានវុកបានដឹងថានាងមិនស្ថិតនៅមន្ទីរពេទ្យទេគាត់បានទៅកន្លែងដែលនាងស្ថិតនៅភ្លាមពេលនោះមិត្តស្រីជិតស្និទ្ធរបស់នាងបានចូលបន្ទប់ទឹកទប់ឲ្យម៉ារីនៅតែឯងជាមួយគូស្នេហ៍របស់មិត្តស្រីអានវុកបានឃើញនាងនិយាយនឹងសើចជាមួយបុរសម្នាក់គាត់បានជាចិត្តមិនខឹងខ្លាំងគាត់បានចូលមកយ៉ាងក្រហែកក្រហែងហើយអូសនាងចេញទៅលើផ្លូវត្រឡប់ទៅផ្ទះកំហឹងរបស់អានវុកបានឈានដល់កំពូលគាត់បានសួរនាងយ៉ាងចំណែនថាតើនាងរីករាយជាមួយបុរសផ្សេងទៀតទេនាងព្យាយាមបញ្យល់ថានោះគឺជាគូស្នេហ៍របស់មិត្តស្រីហើយវាជាលើកដំបូងដែលនាងបានជួបគាត់ប៉ុន្តែគាត់មិនស្ដាប់ទេហើយបន្តសង្ស័យថានាងកុហកគាត់បាននិយាយថាប្រសិនបើគាត់មិនបានដឹងទេពួកគេប្រហែលជានឹងធ្វើអ្វីផ្សេងទៀតបន្ទាប់ពីត្រឡប់មកផ្ទះវិញអានវុកបានបិទវាំងនន់ដោះនាឡិកាចេញរួមតែអាវឡាងហើយដើរទៅរកម៉ារីពេលឃើញមុខប្តីដែលមើលដូចសឹកបែបនោះនាងកាន់តែនឹងភ័យខ្លាំងជាងមុនទៀតនាងដឹងថានាងមិនត្រូវទទួលការរើសអើងម៉ារីបកក្បាលយ៉ាងខ្សោយហើយយំលើវាសនាអាក្រក់របស់នាងព្រឹកថ្ងៃបន្ទាប់ស្ត្រីបម្រើបានយកថ្នាំបង្ការកំណើតមកឲ្យនាងដែលនាងបានបោះចោលដោយធម្មតានាងដឹងថាអានវុកនឹងប្រើកូនដើម្បីចង់នាងឲ្យជប់រហូតដល់ស្លាប់អានវុកបានចាប់បាននាងកំពុងធ្វើបែបនោះពិតមនុស្សអាក្រក់ម្នាក់គាត់បានអូសនាងចូលបន្ទប់ហើយក៏វិលមុខនាងយ៉ាងខ្លាំងបន្ទាប់ពីវានាងរុកកាយនាងពោពេញដោយស្នាមខ្មៅម៉ារីមិនអាចរស់នៅជីវិតដែលត្រូវទារុណកម្មបែបនេះបានទៀតទេគ្រាន់តែគិតថាអានវុកនឹងប៉បកោរិញយំលើកឲ្យនាងក៏ធ្វើឲ្យនាងស្រក់ស្អប់ហើយនាងរត់ទៅបន្ទប់ទឹកដើម្បីអស់នាងយកកន្ត្រៃមកកាត់សក់វែងរបស់នាងចេញនាងមិនអាចរស់នៅជាមួយគាត់បានទៀតទេនាងចង់បញ្ចប់ជីវិតរបស់ខ្លួនដើម្បីគេចផុតពីដៃអានវុកប៉ុន្តែនាងមានម៉ែឈឺម្នាក់ដែលត្រូវការការខែកុំពីនាងថ្ងៃនោះនាងបានឃើញព័ត៌មានអំពីវេជ្ជបណ្ឌិតសម្ផស្សកំពូលម្នាក់នៅកូរ៉េដែលអាចផ្លាស់ប្ដូរមុខអ្នកជំងឺបានគំនិតក្លាហានមួយបានកើតឡើងក្នុងចិត្តនាងភ្លាមរៀងរាល់យប់ម៉ារីត្រូវគេវាយយ៉ាងសាហាវប៉ុន្តែគាត់តែងតែទុកមុខនាងឲ្យសុវត្ថិភាពដើម្បីគេចផុតពីប្តីអាក្រក់របស់នាងសម្រេចចិត្តធ្វើវះកាត់ផ្លាស់ប្ដូរមុខដូច្នេះនៅយប់មានភ្លាមមួយនាងបាននួចចេញពីវីឡាហើយរត់ទៅមន្ទីរពេទ្យវះកាត់សម្ផស្សដើម្បីជៀសវាងការការពាររបស់អានវុកនាងឈរនៅក្រោមភ្លៀងរងចាំឲ្យវេជ្ជបណ្ឌិតជង្វុនបញ្ចប់ការងារបន្ទាប់មកនាងបានដើរតាមគាត់យ៉ាងស្ងៀមស្ងាត់បន្ទាប់ពីធ្វើដំណើរលំបាកមួយនាងចុងក្រោយបានទៅដល់ផ្ទះវេជ្ជបណ្ឌិតជង្វុនប៉ុន្តែភ្លៀងត្រជាក់ធ្វើឲ្យនាងសន្លប់សំណាងល្អវេជ្ជបណ្ឌិតជង្វុនបានឮសំឡេងនរណាម្នាក់ធ្លាក់គាត់រត់ចេញទៅមើលថាតើមានអ្វីកើតឡើងគាត់នាំនាងចូលទៅក្នុងផ្ទះហើយផ្ដល់ឲ្យនាងសម្លៀកបំពាក់របស់ភរិយាគាត់ដើម្បីឲ្យនាងផ្លាស់ពាក់មុនពេលវេជ្ជបណ្ឌិតជង្វុនអាចសួរថាតើមានអ្វីកើតឡើងម៉ារីបានបើកប៊ូតុងអាវរបស់នាងហើយបង្ហាញរាងកាយដែលពោពេញដោយស្នាមឈាមដោយសុំឲ្យគាត់ជួយនាងមិនអាចរស់នៅជាមួយមុខរបស់នាងបានទៀតទេនាងសុំសំណូមពរឲ្យគាត់ផ្លាស់មុខថ្មីឲ្យនាងចង់រស់បន្ទាប់មកម៉ារីបានប្រាប់វេជ្ជបណ្ឌិតជង្វុនអំពីអ្វីគ្រប់យ៉ាងវាបានបង្ហាញថានាងមានមុខស្រដៀងនឹងម្ដាយរបស់អ៊ីនវុកដែលបានស្លាប់មូលហេតុដែលអ៊ីនវុកវានាងរៀងរាល់យប់គឺព្រោះគាត់ធ្លាប់បានឃើញឪពុកវាម្ដាយរៀងរាល់ថ្ងៃនៅពេលក្មេងគាត់បានឃើញម្ដាយរបស់គាត់ស្លាប់ដោយដៃឪពុកនោះហើយជាពេលដែលចិត្តវិទ្យារបស់គាត់ចាប់ផ្ដើមប៉ះពាល់នឹងបំផ្លាញនៅពេលដែលគាត់ជួបម៉ារីជាលើកដំបូងគាត់មានអារម្មណ៍ភ្ញាក់ផ្អើលដោយមុខរបស់នាងគាត់បានប្រើគ្រប់យុទ្ធសាស្ត្រទាំងអស់ដើម្បីរៀបការជាមួយនាងភ្លាមដំបូងម៉ារីគិតថានាងបានរកឃើញប្តីល្អម្នាក់ប៉ុន្តែពេលកន្លងទៅអត្តសញ្ញាណពិតរបស់គាត់បានបង្ហាញខ្លួនបន្តិចម្ដងគាត់វានាងរៀងរាល់យប់ក្រោយមកនាងបានដឹងថាគាត់មិនបានខ្វល់អំពីនាងពិតប្រាកដទេគាត់គ្រាន់តែចង់បាននរណាម្នាក់ដែលមានមុខស្រដៀងម្ដាយរបស់គាត់ដូច្នេះគាត់មិនដែលវាមុខនាងឡើយអប្រិយភាពរបស់នាងកើតចេញពីមុខរបស់នាងម៉ារីបានសុំអង្វរឲ្យជង្វុនជួយសង្គ្រោះនាងយ៉ាងអស់ពីចិត្តប៉ុន្តែគាត់បានណែនាំឲ្យនាងស្វែងរកជំនួយតាមច្បាប់ជង្វុនមិនដឹងថាម៉ារីបានព្យាយាមគ្រប់វិធីទាំងអស់ហើយប៉ុន្តែនាងមិនអាចគេចផុតពីប្តីរបស់នាងបានទេខណៈពេលជង្វុនកំពុងស្ទាក់ស្ទើរគាត់បានទទួលសារបន្ទាន់មួយស្នើឲ្យគាត់ទៅមន្ទីរពេទ្យភ្លាមគាត់បានប្រាប់នាងឲ្យស្នាក់នៅទីនោះហើយរងចាំគាត់ត្រឡប់មកវិញបន្ទាប់ពីជង្វុនចេញទៅម៉ារីបានភ្ញាក់ផ្អើលយល់ឃើញថាទោះបីនាងបានរត់គេចក៏ដោយម្ដាយដែលកំពុងឈឺរបស់នាងនៅតែស្ថិតនៅក្នុងដៃអ៊ីនវុកនាងបានទូរស័ព្ទទៅមន្ទីរពេទ្យដែលម្ដាយនាងកំពុងព្យាបាលប៉ុន្តែបានទទួលដំណឹងថាម្ដាយនាងកំពុងឈឺធ្ងន់បន្ទាប់ពីបិទទូរស័ព្ទនាងបានរត់ទៅទីនោះប៉ុន្តែម៉ារីមិនដឹងថានេះជាផែនការរបស់អ៊ីនវុកទេនាងបានរត់ទៅបន្ទប់ម្ដាយនាងដែលក្តីព្រួយបារម្ភពេលឃើញម្ដាយនាងសុខសប្បាយល្អនាងមានអារម្មណ៍ស្រួលចិត្តខ្លះ
ប៉ុន្តែពេលនាងមើលទៅទីដោយដែលម្ដាយនាងបង្ហាញនាងបានឃើញរូបមួយដែលនឹងតាមលង្គនាងសម្រាប់ជីវិតមួយរបស់នាងរូបរាងរបស់ Invoke បានធ្វើឲ្យនាងភ័យខ្លាចគាត់មិនឲ្យនាងស្នាក់នៅដើម្បីទៅលេងម្ដាយនាងទេពេលពួកគេត្រឡប់មកផ្ទះគាត់បានទារុណកម្មនាងរហូតដល់ស្ទើរតែស្លាប់ប៉ុន្តែនាងមិនបោះបង់ការរត់គេចពីគាត់ទេដើម្បីគេចផុតពីប្តីសាហាវរបស់នាងបានរៀបចំផែនការរត់គេចដ៏ល្អឥតខ្ចោះមួយប្តីមានទ្រព្យរូបនេះមានចំណងចំណូលចិត្តបែបបំផ្លាញខ្លាំងណាស់គាត់ធ្វើអំពើហិង្សាលើប្រពន្ធរៀងរាល់យប់ហួសឲ្យសោកស្ដាយថាថ្ងៃបន្ទាប់ម៉ារីបានដឹងថានាងមិនអាចមានកូនបានទេបើ Invoke ដឹងនាងនឹងស្លាប់ជាក់ជាមិនខានឥឡូវនេះជំរឿតែមួយរបស់នាងគឺរត់គេចពីបុរសនោះនៅពេលយប់នាងបានដាក់សម្វត្តិប៉ុនប៉ងសម្រាប់ខ្លួនក្នុងឡានរបស់ Invoke ដើម្បីឲ្យមើលទៅដូចជានាងបានសម្លាប់ខ្លួនបន្ទាប់មកនាងបិទទូរស័ព្ទដែលមានឧបករណ៍តាមដានបរិភោគអាហារច្រើនហើយកញ្ចប់អីវ៉ាន់រួចរាល់នាងបានទៅឆ្នេរសមុទ្រនាងដោះស្បែកជើងកែងខ្ពស់ហើយបើកទូរស័ព្ទវិញដើម្បីបង្កើតឲ្យមើលទៅដូចជានាងបានលោតចូលសមុទ្រនិងសម្លាប់ខ្លួនឥឡូវនេះម៉ារីបានសេរីជាស្ថាពរនាងមើលទៅសមុទ្រដោយមុខមាត់កាន់តែរឹងមាំជាងមុន Invoke បានរកឃើញទីតាំងរបស់ម៉ារីហើយបញ្ជូនមនុស្សទៅស្វែងរកនាងភ្លាមគាត់បានតាមសញ្ញាទីតាំងទៅដល់ឆ្នេរប៉ុន្តែគាត់រកឃើញតែសម្ភារៈរបស់នាងនៅលើឆ្នេរប៉ុណ្ណោះគាត់បានបញ្ជាឲ្យបុរសរបស់គាត់ស្វែងរកសពនាងទោះបីនាងស្លាប់ក៏ដោយគាត់ត្រូវតែឃើញសពនាងប៉ុន្តែ Invoke ជឿថារយារបស់គាត់មិនងាយសម្លាប់ខ្លួនបែបនោះទេគាត់បានមើលទៅកាន់ព្រៃដ៏ក្រអូបនៅពីក្រោយខ្លួនសញ្ញាខាងក្នុងបានប្រាប់គាត់ថាម៉ារីនៅរស់គាត់បានបញ្ជាឲ្យបុរសរបស់គាត់ចូលទៅក្នុងព្រៃស្វែងរកនាងភ្លាមចន្លោះពេលនោះម៉ារីក៏កំពុងរត់កាត់ព្រៃដែរប៉ុន្តែនាងបានជ្រុះជើងលើដើមឈើហើយដួលនាងបានធ្វើឲ្យកាបូបលុយរបស់នាងធ្លាក់ដោយចៃដន្យនាងបានលេបលើកឡើងដើម្បីស្វែងរកវាប៉ុន្តែបន្ទាប់មកនាងបានឮសំឡេងមួយដែលតែងតែបន្លឺនាងចុងក្រោយនាងបានទុកកាបូបលុយនោះចោលហើយរត់គេចទៅនាងបានរត់ចេញពីព្រៃទៅដល់ផ្លូវហើយបកដៃសុំជំនួយយ៉ាងអស់សង្ឃឹមក្នុងស្ថានភាពអាសន្ននាងបានប្រើរាងកាយរបស់នាងដើម្បីទប់រថយន្តនៅលើផ្លូវត្រឹមពេលនោះដូចជាគ្រូពេទ្យចុងវុនបានបើកឡានឆ្លងកាត់គាត់បានជួយជិះរថយន្តឲ្យនាងចុងវុនបានសួរម៉ារីថាតើមានអ្វីកើតឡើងនាងបានប្រាប់ថានាងត្រូវធ្វើឲ្យ Invoke គិតថានាងស្លាប់ដើម្បីគេចផុតពីការគ្រប់គ្រងរបស់គាត់នាងត្រូវតែបាត់ខ្លួនពីពិភពលោកដើម្បីឲ្យគាត់រកមិនឃើញនាងនោះជាវិធីតែមួយគត់គ្រូពេទ្យចុងវុនបានយល់ព្រមជួយនាងឲ្យគេចផុតពីគាត់ជាអស់កលឹបជានិច្ចបន្ទាប់មកចុងវុនបាននាំម៉ារីទៅមន្ទីរពេទ្យរបស់គាត់ហើយធ្វើវះកាត់ផ្ទៃមុខឲ្យនាងនៅយប់នោះគាត់បានសួរនាងថានាងចង់បានមុខបែបណាម៉ារីបាននិយាយថាតែប៉ុណ្ណោះ Invoke មិនស្គាល់នាងវិញនោះគ្រប់យ៉ាងគ្រប់គ្រាន់ហើយស្ត្រីអកុសលនោះបានធ្វើវះកាត់ផ្ទៃមុខជាមួយគ្រូពេទ្យជាច្រើនរូបប៉ុន្តែពេលចុងវុនដោះក្រណាត់ចេញទោះបីគាត់ដឹងថានឹងជួបអ្វីក៏ដោយគាត់នៅតែភ្ញាក់ផ្អើលហើយដួលចុះដីបើសិនជាមិនមែននាងមានមុខដូចភរិយាដែលបានស្លាប់របស់គាត់ទោះបីជាចុងវុនបានរៀបចំចិត្តរួចមកហើយមុនធ្វើវះកាត់ក៏ដោយពេលគាត់បានឃើញមុខនាងម្ដងទៀតរូបភាពស្រដៀងភរិយារបស់គាត់នៅពេលមានជីវិតបានបង្ហាញឡើងវិញក្នុងចិត្តដែលជាចាប់ពីការបាត់បង់ភរិយារបស់គាត់គឺមិនអាចទ្រាំទ្របានម៉ារីក៏បានរៀបចំចិត្តរួចដែរនាងដកដង្ហើមជ្រៅមួយហើយបើកភ្នែកយឺតឃើញមុខក្មេងមិនស្គាល់ខ្លួនក្នុងកញ្ចក់នាងមានអារម្មណ៍រង់ចាំមិនបាននាងគិតអំពីឆ្នាំជាច្រើនដែលបានទទួលទុកវេទនាក្រោមដៃ Invoke ឥឡូវនេះនាងចង់ក្រោយបាននាងមុខក្មេងដើម្បីគិតផុតពីប្តីសាហាវរបស់នាងបន្ទាប់មកនាងបានអរគុណចុងវុនយ៉ាងខ្លាំងពេលដើរតាមផ្លូវម៉ារីឈប់មើលមុខខ្លួនក្នុងកញ្ចក់រាល់កន្លែងដែលនាងឃើញទោះបីនាងមិនដឹងថាមុខនេះជារបស់នរណាក៏ដោយនាងសម្រេចចិត្តរស់នៅជីវិតសប្បាយចាប់ពីពេលនេះទៅកាលពីមុនម៉ារីបានទ្រាំទ្រទាំងទុកចិត្តនិងទុកកាយឥឡូវនេះនាងបានយកសេរីភាពវិញប៉ុន្តែនាងកំពុងតែប៉ុនប៉ងរកប្រាក់ប្រចាំថ្ងៃនាងមិនមានសំបីតែប្រាក់រៀលមួយផងសម្រាប់ខ្លួនឯងនាងត្រូវគេងយកនៅស្ថានីយ៍ឡានក្រុងថ្ងៃបន្ទាប់ម៉ារីបានរំលឹកឡើងភ្លាមថានាងបានធ្លាក់កាបូបលុយនៅលើភ្នំនាងមិនមានជំរឿទេត្រូវតែត្រឡប់ទៅរកវាវិញប៉ុន្តែលើកដំបូងទៅដល់នាងឃើញមនុស្សរបស់ Invoke កំពុងស្វែងរកនាងដើម្បីជៀសវាងការត្រូវរកឃើញនាងបានរត់គេចប៉ុន្តែបានជួបប្តីសាហាវរបស់នាងនៅលើផ្លូវទោះបីនាងមានមុខថ្មីក៏ដោយការភ័យខ្លាចដែល Invoke បានបណ្ដេញចិត្តនាងមិនបានបាត់បង់ទៅទេម៉ារីដើរលឿនដោយសារភ័យខ្លាចនាងបានបុកមនុស្សម្នាក់ដោយចៃដន្យនាងយកកាបូបដែលធ្លាក់លើដីឡើងយ៉ាងលឿនហើយរត់គេចទៅវិញ Invoke បានហៅនាងភ្លាមនាងក្រឡាប់ក្រឡាំងដោយសារភ័យខ្លាចប៉ុន្តែជាក់ស្ដែង Invoke គ្រាន់តែជួយយកអីវ៉ាន់ដែលនាងធ្លាក់ប៉ុណ្ណោះព្រឹត្តិការណ៍ទាំងមូលនេះបានធ្វើឲ្យនាងភ័យស្ទើរតែស្លាប់បន្ទាប់មកម៉ារីបន្តដើរលងតាមផ្លូវមុននេះនាងធ្លាប់ជារយារបស់អ្នកមានប៉ុន្តែឥឡូវនេះនាងត្រូវបរិច្ឆេទនំប៉័ងដើម្បីរស់រាននាងព្យាយាមស្វែងរកការងារប៉ុន្តែគ្មាននរណាចង់ជួលនាងទេព្រោះនាងគ្មានបទពិសោធន៍ពេលយប់ម៉ារីគ្មានពីកន្លែងណាដើម្បីទៅទេនាងដើរលងតាមផ្លូវហើយជក់ភ្លៀងក្រោមជំហានផ្ទះអកុសលណាស់នាងបានជួបជាមួយជនអាក្រក់ពីរនាក់ដែលចង់ប្រើប្រាស់នាងម៉ារីបានប្រយុទ្ធទៅវិញហើយបាក់ខោអាវរបស់ពួកគេជាផលវិបាកនាងត្រូវបាននាំទៅស្ថានីយ៍ប៉ូលីសនាងគ្មានជំរឿទេត្រូវតែហៅចុងវុនមកជួយគាត់មកដល់ស្ថានីយ៍ប៉ូលីសហើយឃើញម៉ារីដែលមើលទៅដូចក្មេងតូចម្នាក់ធ្វើអ្វីខុសគាត់មានអារម្មណ៍សោកស្ដាយចំពោះនាងបន្តិច
បន្ទាប់ពីដោះលែងនាងចេញជុងវុនបាននាំនាងទៅភោជនីយដ្ឋានហើយសូម្បីតែផ្ដោស្លាប់ព្រាបប្រកបដោយការយកចិត្តទុកដាក់ផងដែរម៉ារីមានអារម្មណ៍ចាប់អារម្មណ៍ចំពោះការយកចិត្តទុកដាក់របស់គាត់ដែលនាងមិនធ្លាប់ទទួលបានពីមុនមកឡើយនាងមិនអាចគប់ទឹកភ្នែករបស់នាងបានទេបន្ទាប់មកជុងវុនបាននាំនាងត្រឡប់ទៅផ្ទះរបស់គាត់វិញទឹកថ្ងៃបន្ទាប់ម៉ារីបានភ្ញាក់និតឆាប់ដើម្បីរៀបចំអាហារពេលព្រឹកសម្រាប់អរគុណជុងវុនដែលអនុញ្ញាតឲ្យនាងស្នាក់នៅមួយយប់នាងក៏សួរផងដែរថាហេតុអ្វីនាងមិនឃើញភរិយារបស់គាត់ប៉ុន្តែពេលឃើញគាត់មិននិយាយអ្វីទេនាងក៏មិនហ៊ានសួរឡើងវិញដែរម៉ារីមិនដឹងថាភរិយារបស់ជុងវុនបានស្លាប់ពីប៉ុន្មានខែមុនហើយគាត់បានធ្វើការវះកាត់ឲ្យនាងមានរូបរាងដូចភរិយារបស់គាត់ផងដែរពេលម៉ារីគិតថានាងមានសុវត្ថិភាពអិនវុកបានរកឃើញកាបូបលុយដែលនាងបានធ្លាក់នៅក្នុងព្រៃគាត់ប្រកាសថានាងគ្រាន់តែលាក់ខ្លួនពីគាត់ប៉ុណ្ណោះមិត្តស្និទ្ធបំផុតរបស់នាងបានស្លាប់ពីប៉ុន្មានខែមុនប៉ុន្តែឥឡូវនេះហេរ៉ាបានឃើញមនុស្សម្នាក់ដែលមានរូបរាងដូចមិត្តរបស់នាងពិតនាងមិនជឿភ្នែករបស់នាងផងទេជុងវុនបានឃើញរឿងនេះហើយបានហៅហេរ៉ាចេញក្រៅហេរ៉ាបានសួរគាត់ឲ្យបញ្យល់ថាមនុស្សដែលនាងបានឃើញនោះជានរណាគាត់បដិសេធព្រោះខ្លាចថាម៉ារីនឹងងើយគាត់បានត្រាប់នាងឲ្យសួរគាត់ពេលក្រោយវិញហេរ៉ាបានតស៊ូឲ្យគាត់ប្រាប់នាងនៅពេលនោះពេលឃើញជុងវុនមិនឆ្លើយហេរ៉ាបានយល់អស់ទាំងអស់នេះមិនអាចជឿបានថាវិជ្ជបណ្ឌិតវះកាត់សម្រស់ម្នាក់បានធ្វើវះកាត់ឲ្យនរណាម្នាក់មានរូបរាងដូចភរិយារបស់គាត់តែម៉ារីដែលស្ថិតនៅក្នុងផ្ទះបានរៀបការសន្ទនារបស់ពួកគេនៅពេលនោះហើយដែលនាងបានដឹងថាហេតុអ្វីជុងវុនមិនដែលឆ្លើយសំណួររបស់នាងអំពីភរិយារបស់គាត់ពេលមុនដែលនាងចូលទៅក្នុងបន្ទប់ផ្ទុកដើម្បីយកម៉ាស៊ីនបូមធូលីជុងវុនមានអារម្មណ៍តានតឹងជាងធម្មតាពេលគិតអំពីរឿងនេះនាងបានចូលទៅក្នុងបន្ទប់ដែលជុងវុនមិនចង់ឲ្យនាងចូលពេលនាងមើលរូបថតដែលលាក់នៅលើខ្នើទោះបីនាងបានរៀបចំចិត្តរួចហើយក៏ដោយតែពេលនាងឃើញមនុស្សដែលមានមុខមាត់ដូចនាងពិតនាងមានអារម្មណ៍ដូចជាកំពុងប្រើរាងកាយរបស់អ្នកដទៃនៅពេលនោះហើយដែលនាងបានដឹងថាជុងវុនបានធ្វើវះកាត់ឲ្យនាងព្រោះគាត់គួរសោកស្ដាយភរិយាដែលបានស្លាប់របស់គាត់ខ្លាំងពេកយប់នោះម៉ារីអង្គុយម្នាក់ឯងនៅសួនច្បារជុងវុនបានមកជិតនាងម៉ារីបាននិយាយថាឥឡូវនេះនាងយល់ហើយថាហេតុអ្វីគាត់ភ្ញាក់ផ្អើលខ្លាំងពេកដល់ក្រណាត់បិទរបួសរបស់នាងបានយល់ដូច្នេះគាត់បានសុំទោសយ៉ាងស្មោះត្រង់ប៉ុន្តែម៉ារីបានប្រាប់គាត់ថាគាត់មិនចាំបាច់មានអារម្មណ៍ខុសប្រក្រតីទេនាងបាននិយាយថាដោយសារជំនួយរបស់គាត់នាងអាចគេចផុតពីជីវិតអាក្រក់នោះបានគាត់បានជួយឲ្យនាងរស់នៅឡើងវិញឥឡូវនេះមិនសំខាន់ទេថានាងមានមុខមាត់ដូចនរណាទៀតក្រោយមកនៅលើផ្លូវត្រឡប់ទៅផ្ទះម៉ារីមិនចង់ឲ្យជុងវុនត្រូវរំលឹកដល់ភរិយាដែលបានស្លាប់របស់គាត់រៀងរាល់ពេលដែលគាត់ឃើញនាងទេនាងស្នើឲ្យគាត់ជួបញោមអាហារពេលល្ងាចថ្ងៃស្អែកដើម្បីនិយាយលាហើយបន្ទាប់មកនាងនឹងទៅស្វែងរកជីវិតផ្ទាល់ខ្លួនម៉ារីមិនដឹងទេថាប្តីមានសម្បត្តិរបស់នាងបានរកឃើញកាបូបប្រាក់ដែលនាងបានធាក់នៅក្នុងព្រៃអិនវុកប្រកាសថានាងគ្រាន់តែលាក់ខ្លួនពីគាត់ប៉ុណ្ណោះយប់នោះអិនវុកបានរំលឹកឡើងភ្លាមថាពេលម៉ារីរត់គេចហើយត្រឡប់មកផ្ទះវិញនាងបានស្លៀកសម្លៀកបំពាក់ចម្លែកមួយគាត់សន្មតថាមាននរណាម្នាក់បានជួយនាងដូច្នេះថ្ងៃបន្ទាប់អិនវុកបានជួបប៉ូលីសស្រីម្នាក់ឲ្យស្វែងរកម៉ាកសម្លៀកបំពាក់នោះហើយរកហាងដែលលក់វាបន្ទាប់មកគាត់បានប្រើការស៊ើបអង្កេតជាអាណាព្យាយាមដើម្បីយកបញ្ជាអតិថិជនតាមរយៈការស៊ើបអង្កេតគាត់បានរកឃើញថាសម្លៀកបំពាក់នោះជាប្រភេទកំណត់មានផលិតត្រឹមតែ10ឈុតប៉ុណ្ណោះដូច្នេះអតិថិជនត្រូវតែរក្សាទុកសម្លៀកបំពាក់នោះគាត់គ្រាន់តែត្រូវស្វែងរកមនុស្សដែលមិនមានសម្លៀកបំពាក់នោះទេគាត់នឹងរកឃើញសំណើចមួយដែលពាក់ព័ន្ធនឹងម៉ារីបន្ទាប់មកពួកគេបានទៅសួរតាមផ្ទះនីមួយហើយរកឃើញថាមនុស្សទាំងអស់បានរក្សាទុកសម្លៀកបំពាក់នោះមានតែ2នាក់ប៉ុណ្ណោះដែលមិនទាន់បានទៅសួរទេពួកគេបានរកឃើញម្នាក់ក្នុងចំណោមពួកគេយ៉ាងឆាប់រហ័សគឺហីរ៉ាប៉ូលីសបានប្រើការស៊ើបអង្កេតជាអាណាព្យាបាលហើយស្នើឲ្យនាងបង្ហាញសម្លៀកបំពាក់ដែលស្រដៀងគ្នាហីរ៉ាមិនមានជំរឿទេត្រូវចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដើម្បីរកមើលមួយផ្លែតនោះនាងបានចងចាំថាមិត្តស្និទ្ធរបស់នាងក៏មានសម្លៀកបំពាក់ស្រដៀងគ្នាផងដែរតើជុងវុនអាចបានខ្ចីសម្លៀកបំពាក់នោះឲ្យស្ព្រេនោះទេបន្ទាប់ពីហីរ៉ាបានបង្ហាញសម្លៀកបំពាក់ឲ្យអិនវុកមើលគាត់និងប៉ូលីសបានទៅស្វែងរកមនុស្សចុងក្រោយក្នុងបញ្ជីអិនវុកបានបាញ់ចូលផ្ទះដោយមិនរងចាំការអនុញ្ញាតពីជុងវុនទេគាត់បានឃើញចានម្ហូបពីរនៅលើតុប៉ុន្តែគាត់មិនឃើញភរិយារបស់ជុងវុនទេរឿងនេះធ្វើឲ្យគាត់កាន់តែសង្ស័យបន្ទាប់មកគាត់បានស្វែងរកគ្រប់ជ្រុងជ្រោយក្នុងផ្ទះមានតែបន្ទប់ទឹកប៉ុណ្ណោះដែលមិនទាន់បានពិនិត្យម៉ារីកំពុងធ្វើមុខភ័យខ្លាចនៅខាងក្នុងពេលអិនវុកកំពុងត្រៀមបើកទ្វារជុងវុនបានចាប់ដៃគាត់ភ្លាមហើយព្រមានឲ្យបញ្ឈប់សកម្មភាពដែលគ្មានការអនុញ្ញាតនេះពេលបរិសុទ្ធទាំងពីរនោះឈរនៅទីនោះដោយមិនចង់ចេញពីទីតាំងក្រុមប៉ូលីសក៏ភ័យថាអ្វីមួយធំនឹងកើតឡើងគាត់បានណែនាំឲ្យអិនវុកបញ្ឈប់ភ្លាមអិនវុកបានលែងចេញពីចំណុចកាន់ដៃទ្វារបន្ទាប់ពីបញ្ជាក់គោលបំណងមករបស់ខ្លួនរួចគាត់បានទៅរកទូអាវនិងស្វែងរកក្នុងនោះប៉ុន្តែគាត់បានឃើញសម្លៀកបំពាក់មួយដែលដូចគ្នាពីបែបនឹងអ្វីដែលគាត់កំពុងស្វែងរករឿងនេះធ្វើឲ្យអិនវុកមានអារម្មណ៍ថាខកចិត្តយ៉ាងខ្លាំងនាងសម្លៀកបំពាក់កំណត់ចំនួន18ប៉ុណ្ណោះហើយពួកគេកំពុងកាន់មួយហេតុអ្វីមានសម្លៀកបំពាក់ទី11គាត់មិនដឹងថានៅពេលពួកគេកំពុងស៊ើបអង្កេតផ្ទះរបស់ហេរ៉ានាងបានដួលបញ្ជីនោះចុះលើដីហេរ៉ាបានឃើញឈ្មោះមិត្តស្រីជិតស្និទ្ធរបស់នាងនៅលើបញ្ជីបន្ទាប់មកនាងបានទូរស័ព្ទទៅកាន់ជុងវុនហើយបានដឹងថាមិនយូរមកនេះទេគាត់បានខ្ចីសម្លៀកបំពាក់នោះឲ្យម៉ារីដូច្នេះនាងបានជួលអ្នកដឹកជញ្ជូនមកយកសម្លៀកបំពាក់ទៅផ្ទះជុងវុនមុនអិនវុកហេតុនេះហើយបានជាអំពើដែលទើបកើតឡើងនោះបានកើតមានអិនវុកបានត្រឡប់មកផ្ទះវិញដោយកំហឹងគាត់បានបន្ទោសប៉ូលីសថាមិនមានប្រយោជន៍អ្វីឡើយ
ទោះបីជាគាត់មិនបានរកឃើញសំណើចសំខាន់ក៏ដោយប៉ុន្តែអារម្មណ៍ក្នុងចិត្តគាត់ប្រាប់ថាមានអ្វីមួយមិនប្រក្រតីជាមួយស្ត្រីនៅក្នុងផ្ទះនោះដើម្បីគេចផុតពីអំពើហិង្សាក្នុងគ្រួសារម៉ារីបានស្វែងរកវេជ្ជបណ្ឌិតសម្ភាសមុខមាត់ដើម្បីផ្លាស់ប្ដូរមុខរបស់នាងប៉ុន្តែជុងវុនដែលគិតថានឹកស្រមៃរូបភរិយាដែលបានស្លាប់របស់គាត់បានធ្វើវះកាត់ឲ្យម៉ារីមានមុខស្រដៀងនឹងភរិយារបស់គាត់ក៏បានជួយនាងនៅពេលដែលនាងគ្មានទីទៅដែរដើម្បីបំភ្លេចការឈឺចាប់ពីការបាត់បង់ភរិយាគាត់បានថែទាំម៉ារីដូចជាកាលពីមុនដែលគាត់ថែភរិយារបស់គាត់នៅពេលយប់គាត់សំបីតែបបជើមឲ្យនាងយ៉ាងប្រុងប្រយ័ត្នផងដែរម៉ារីក៏បានចាប់អារម្មណ៍ដោយការថែទាំយ៉ាងយកចិត្តទុកដាក់របស់គាត់ផងដែរនៅពេលនាងនឹកឃើញថ្ងៃដែលនាងត្រូវពីរុនកម្មនាងបានយល់ឃើញថាជាស្វាមីដែលអាចធ្វើឲ្យជីវិតស្ត្រីកាន់តែប្រសើរឡើងពេលវេលាស្រស់ស្អាតបែបនេះតែងតែមានរយៈពេលខ្លីនៅពេលនោះសំឡេងគូសទ្វារបានបំបែកបរិយាកាសកក់ក្ដៅនោះអិនវុកបានមកផ្ទះរបស់ជុងវុនគាត់មិនអើពើម្ចាស់ផ្ទះទេហើយបានចូលទៅក្នុងផ្ទះដោយកំហឹងគាត់ចង់បញ្ជាក់ថាស្ត្រីនៅក្នុងផ្ទះនោះជារយារបស់គាត់ឬអត់បុរសទាំងពីរនាក់កំពុងតែជែកគ្នាខណៈម៉ារីបានចេញមកនាងបានហៅជុងវុនថាស្វាមីហើយសួរគាត់ថាមានភ្ញៀវមកទស្សនាទេជុតនេះបានធ្វើឲ្យអិនវុកភ្ញាក់ផ្អើលប៉ុន្តែគាត់មិនដឹងថាស្ត្រីនៅមុខគាត់គឺជាភរិយារបស់គាត់ទេទោះបីជាមុខមាត់នាងបានផ្លាស់ប្ដូរហើយក៏ដោយភ្នែកសាហាវរបស់អិនវុកបានធ្វើឲ្យនាងខ្លាចរន្ធត់ឃើញដូច្នេះជុងវុនបានអោបនាងហើយប្រើកម្ដៅដៃរបស់គាត់ដើម្បីលួងលោមនាងឃើញដូច្នេះអិនវុកបានសុំទោសចំពោះអកប្បកិរិយាមិនសមរបស់គាត់បន្ទាប់ពីអិនវុកចេញទៅម៉ារីខ្លាចដល់ថ្នាក់មិនអាចចូលបានសោះជុងវុនត្រូវជួយនាងឲ្យចូលទៅក្នុងផ្ទះវិញគាត់បានលួងលោមនាងហើយប្រាប់ថាអ្វីទាំងអស់គ្រប់យ៉ាងសុវត្ថិភាពអិនវុកមិនស្គាល់នាងទេប៉ុន្តែរូបភាពស្វាមីដែលធ្វើបាបនាងនៅតែបង្ហូតនៅក្នុងចិត្តនាងរាល់ពេលនាងគិតពីភ្នែករបស់គាត់នាងមានអារម្មណ៍ដូចជាខ្យល់មិនចេញម៉ារីខ្លាចដល់ថ្នាក់ញើសចេញច្រើនណាស់បន្ទាប់ពីស្ងប់ចិត្តនាងគិតអំពីរឿងនេះពេញមួយយប់នាងបានរស់ជាមួយជុងវុនបានប៉ុន្មានថ្ងៃហើយចាប់ផ្ដើមមានអារម្មណ៍ចំពោះគាត់នាងមិនចង់បង្កប់បញ្ហាឲ្យគាត់ទេដូច្នេះពេលថ្ងៃបន្ទាប់នាងបានចាក់ចេញមុនពេលពលឺថ្ងៃនាងបានជួលបន្ទប់ថោកមួយហើយចង់ចាប់ផ្ដើមជីវិតថ្មីជាមួយអត្តសញ្ញាណថ្មីប៉ុន្តែនាងមិនដឹងថាអិនវុកនៅតែស្វែងរកនាងយប់មិញគាត់បានឃើញប្រពន្ធរបស់ជុងវុនប៉ុន្តែភ្នែករបស់នាងដែលជីវៀងធ្វើឲ្យគាត់មានអារម្មណ៍ចម្លែកណាស់គាត់ជឿជាក់ថាមានអ្វីមួយមិនប្រក្រតីជាមួយនាងគាត់បានស្នើសុំឲ្យប៉ូលីសស៊ើបអង្កេតស្ត្រីនេះអិនវុកមិនដឹងថាប្រពន្ធរបស់ជុងវុនបានស្លាប់ទៅហើយប្រពន្ធដែលគាត់កំពុងស្វែងរកយ៉ាងអស់សង្ឃឹមនោះគឺស្ត្រីនោះផងដែរប៉ូលីសបានរកឃើញសំណើចក្មេងយ៉ាងឆាប់រហ័សពួកគេបានស៊ើបអង្កេតហើយរកឃើញថាប្រពន្ធរបស់ជុងវុននៅលើកំពុងដំណើរការសារពិព័រណ៍សិល្បៈមួយថ្ងៃបន្ទាប់អិនវុកបានទៅសារពិព័រណ៍ប៉ុន្តែមិនឃើញហាក់ខ្ញុំទេគាត់បានឃើញតែស្ត្រីដែលគាត់ធ្លាប់ស្វែងរកមុននេះហើយគឺហេរ៉ារឿងនេះបានធ្វើឲ្យគាត់កាន់តែសង្ស័យបន្ថែមទៀតក្រោមសំណួររបស់អិនវុកដែលមិនឈប់ឈរហេរ៉ាបានបដិសេធមិនប្រាប់គាត់ថាហាក់ខ្ញុំទៅណាទេបន្ទាប់មកគាត់បានយកទស្សនាវដ្តីមួយដែលមានរូបមុខគាត់លើនោះហើយសួរថានាងស្គាល់គាត់ទេដោយធ្វើឲ្យងាយស្រួលសម្រាប់ពួកគេបិទសារពិព័រណ៍គាត់បានផ្ដល់ពេល2ថ្ងៃឲ្យនាងគិតអំពីរឿងនេះហើយពួកគេនឹងជួបគ្នាម្ដងទៀតគាត់ជាអ្នកមានដែលគួរឲ្យភ័យនិងមានចរិតកំផន់មិនត្រឹមតែអាពាហ៍ពិពាហ៍ជាមួយស្រីក្មេងដែលមានរូបរាងដូចម្ដាយរបស់គាត់ទេគាត់នៅតែវាយប្រពន្ធរបស់គាត់យ៉ាងសាហាវរៀងរាល់យប់ប៉ុន្តែថ្ងៃនោះប្រពន្ធដែលជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារបានបាត់ខ្លួនយ៉ាងភ្លាមពីផែនដីអិនវុកមិនបានសន្សំកម្លាំងឡើយក្នុងការស្ទាក់ស្ទើរក្នុងគ្រប់ជ្រុងជ្រោយនៃទីក្រុងលំក្រោយគាត់បានរកឃើញរូបគំនូរព្រេងមួយនៅក្នុងសារពិព័រណ៍សិល្បៈដែលគាត់មានអារម្មណ៍ថាពាក់ព័ន្ធជាក់ស្ដែងនឹងប្រពន្ធដែលបាត់ខ្លួនរបស់គាត់ប៉ុន្តែពេលគាត់ស្នើសុំជួបអ្នកទទួលខុសត្រូវស្រីម្នាក់នៅមុខគាត់មើលទៅភ័យហើយបដិសេធសំណើរបស់អិនវុកដោយអះអាងថាអ្នកទទួលខុសត្រូវកំពុងចូលរួមពិព័រណ៍នៅបរទេសរឿងនេះធ្វើឲ្យអិនវុកកាន់តែសង្ស័យអំពីពិព័រណ៍នេះបន្ទាប់ពីត្រឡប់មកក្រុមហ៊ុនគាត់បានស៊ើបអង្កេតអំពីសារពិព័រណ៍សិល្បៈភ្លាមមិនបានគិតទេអ្នកក្រមអវៀតរបស់គាត់បានរកឃើញអាថ៌កំបាំងមួយគួរឲ្យភ្ញាក់ផ្អើលអ្នកទទួលខុសត្រូវនៃសារពិព័រណ៍សិល្បៈគឺជាប្រពន្ធរបស់ជុងវុនឈ្មោះហាក់ខ្ជុងប៉ុន្តែ5ឆ្នាំមុនហាក់ខ្ជុងបានប្រទះគ្រោះថ្នាក់ហើយក្លាយជាមនុស្សស្លាប់ខួរក្បាលមិនដែលភ្ញាក់ឡើងវិញទេដំណឹងនេះធ្វើឲ្យអិនវុកភ្ញាក់ផ្អើលខ្លាំងពីរបីថ្ងៃមុនគាត់ទៅតែជួបប្រពន្ធរបស់ជុងវុនមនុស្សស្លាប់ខួរក្បាលអាចឈរនៅទីនោះបានវិញម្ដងឥឡូវនេះគាត់ប្រកាសថាជុងវុនកំពុងលាក់អ្វីមួយពីគាត់ការបាត់ខ្លួនរបស់ម៉ារីប្រកាសជាមានទំនាក់ទំនងជាមួយពួកគេដើម្បីស្វែងរកសេចក្តីពិតពីការបាត់ខ្លួនរបស់ប្រពន្ធគាត់បានទៅកាន់ផ្ទះថៃតុំដែលហាក់ខ្ញុំកំពុងស្នាក់នៅប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលគឺមិនត្រឹមតែរកមិនឃើញហាក់ខ្ញុំទេតែគាត់ក៏បានឃើញជុងវុនផងដែរក្រោមសំណួររបស់អិនវុកជុងវុនបាននិយាយថាទោះបីប្រពន្ធរបស់គាត់ស្នាក់នៅផ្ទះថៃតុំរយៈពេល5ឆ្នាំក៏ដោយប៉ុន្តែឥឡូវនេះនាងបានជាសះស្បើយហើយនឹងបានត្រឡប់ទៅផ្ទះវិញអិនវុករកមិនឃើញភស្តុតាងអ្វីទេហើយត្រូវចាក់ចេញប៉ុន្តែអារម្មណ៍ក្នុងចិត្តរបស់គាត់ប្រាប់ថាជុងវុនកំពុងពោលមិនពិតប៉ុន្តែអិនវុកមិនដឹងថាប្រពន្ធរបស់ជុងវុនបានស្លាប់យូរហើយគាត់បានឲ្យប្រពន្ធរបស់គាត់ធ្វើសម្ភារសម្ផស្សដើម្បីឲ្យមានរូបរាងដូចប្រពន្ធរបស់ជុងវុនពេលត្រឡប់មកក្រុមហ៊ុនវិញអិនវុកបានពិនិត្យឯកសារទាំងអស់ដែលពាក់ព័ន្ធនឹងវិចិត្រសារភ្លាមអត់ភ្ញាក់ផ្អើលណាស់ពេលរកឃើញថាវិចិត្រសារកំពុងជួបបំណុលធំរឿងនេះបានផ្ដល់ឱកាសដ៏សំខាន់មួយឲ្យគាត់ថ្ងៃបន្ទាប់អិនវុកបានត្រឡប់ទៅវិចិត្រសារម្ដងទៀតហេរ៉ាស៊ូគាត់ថាហេតុអ្វីបានជាគាត់មកផ្ទាល់ខ្លួនគាត់បាននិយាយថាគាត់ចង់ជួបអ្នកគ្រប់គ្រងគាត់ស្នើឲ្យហេរ៉ាហៅអ្នកគ្រប់គ្រងឲ្យភ្លាម
ហេរ៉ាបាននិយាយថាគាត់បានប្រាប់រួចហើយការមុនថាអ្នកគ្រប់គ្រងកំពុងធ្វើដំណើរអាជីវកម្មនៅបរទេសអិនវុកបានបង្ហាញថាគាត់បាននិយាយថាអ្នកគ្រប់គ្រងកំពុងកេងលើក្រែមិនអាចកើតឡើងបានទេបើសិនគាត់មិនអាចជួបអ្នកគ្រប់គ្រងនៅទីនោះថ្ងៃស្អែកទេគាត់នឹងបិទវិចិត្រសារនេះហេរ៉ាមិនមានជំរឿទេត្រូវតែស្វែងរកម៉ារីហើយប្រាប់អំពីការបំពេញរបស់អិនវុកលើវិចិត្រសារជានិច្ចបើម៉ារីមិនអាចជួយពួកគេឲ្យរត់ផុតពីវិបត្តិនេះបានទេវិចិត្រសារដែលពួកគេបានខិតខំសាងសង់មកជាយូរឆ្នាំនឹងប្រឈមមុខនឹងការបាក់បែកអិនវុកសង្ស័យថាហេរ៉ាកំពុងការពារម៉ារីសួរហេរ៉ាថាតើគាត់គួរធ្វើអ្វីហេរ៉ាបាននិយាយថាគាត់គួរតែធ្វើជាហាក់ខ្ញុំប្រើអត្តសញ្ញាណនោះហើយជួបអិនវុកបន្ទាប់ពីត្រឡប់មកផ្ទះវិញម៉ារីគិតអំពីរឿងនេះយូរច្រើនគាត់ពិតជាចង់ជួយវេជ្ជបណ្ឌិតដែលបានជួយសង្គ្រោះជីវិតគាត់ប៉ុន្តែគំនិតអំពីប្តីរបស់គាត់ដែលធ្វើអំពើហិង្សាធ្វើឲ្យគាត់ភ័យខ្លាំងណាស់គាត់បានចំណាយពេលមួយយប់ទាំងមូលក្នុងការតស៊ូជាមួយគំនិតនេះចុងក្រោយនៅពេលព្រឹកគាត់បានប្រមូលអំណាចចិត្តរបស់ខ្លួនហើយប្រាប់ខ្លួនឯងសំណត់ថាគាត់មិនមែនជាម៉ារីដែលត្រូវប្តីវាទៀតទេគាត់បានទូរស័ព្ទទៅហេរ៉ាតនហើយស្នើឲ្យផ្ញើឯកសារទាំងអស់របស់ហាខ្ញុំមកឲ្យគាត់ព្រោះគាត់ដឹងថាការសម្ដែងធម្មតាមិនអាចបបបញ្ឆោតប្តីដែលសង្ស័យរបស់គាត់បានទេម៉ារីបានទទួលឯកសារហើយពិនិត្យមើលទាំងអស់អំពីជីវិតរបស់ហាខ្ញុំគាត់ព្យាយាមមិនឲ្យខកខានសេចក្តីលំអិតណាមួយទេបន្ទាប់ពីរៀបចំអ្វីរួចរាល់គាត់អង្គុយមុខកញ្ចក់ហើយបញ្ចុះបញ្ចូលខ្លួនឯងថាគាត់ជាហាខ្ញុំបន្ទាប់មកគាត់កាត់សក់ឲ្យដូចហាខ្ញុំដោយទុកវីយូត្រង់នឹងរលោងបន្តិចបន្តួចលាបម៉ាស្ការ៉ាខ្មៅដុំហើយគូសក្រចកពណ៌ស្វាយគាត់ដឹងថាអិនវុកនឹងស្គាល់គំរបស់គាត់ដូច្នេះគាត់បានជិបនីចង់កន់តាក់កន្សែងបន្ទាប់មកគាត់បានទៅសាលាបង្ហាញសិល្បៈដែលអិនវុកកំពុងរងចាំអិនវុកមិនដឹងថាស្ព្រេនៅមុខគាត់គឺជារយារបស់គាត់ទេព្រោះនាងទៅតែធ្វើសម្ភារសម្ផស្សមិនយូរមកនេះម៉ារីក៏ភ័យថាអិនវុកនឹងស្គាល់នាងដែរដូច្នេះនាងតែងតែប្រាប់ខ្លួនឯងថាកុំភ័យនាងមិនមែនជាម៉ារីទៀតហើយប៉ុន្តែគាត់សង្ស័យខ្លាំងណាស់ដូច្នេះគាត់បានស្នើឲ្យហេរ៉ាចេញមកភ្លាមដើម្បីអាចស្វែងរកទីតាំងម៉ារីហេរ៉ាក៏ព្រួយបារម្ភថាម៉ារីនឹងត្រូវបង្ហាញខ្លួនប៉ុន្តែម៉ារីបានប្រាប់ភ្នែករបស់នាងដើម្បីផ្ដល់ភាពស្ងប់ស្ងាត់ឲ្យនាងវិញបន្ទាប់ពីហេរ៉ាចេញទៅនាងនៅតែស្មម្នាក់ឯងជាមួយអិនវុកនាងអាចធ្វើមុខផាស្ងប់ស្ងាត់ប៉ុណ្ណោះប៉ុន្តែខណៈពេលនាងកំពុងណែនាំស្នាដៃសិល្បៈឲ្យអិនវុកនាងភ័យស្ទើរតែធ្វើចលនាដៃច្រើនពេកដែលធ្វើឲ្យអិនវុកសង្ស័យអិនវុកបានមើលលោកអង្សាររបស់ម៉ារីយ៉ាងជិតស្និទ្ធហើយមានអារម្មណ៍ថាវាធ្លាប់ស្គាល់នៅពេលនោះខ្សែក្រវ៉ាត់ជុំវិញអង្សាររបស់នាងបានធាក់ចុះអិនវុកបានកង់ខ្លួនយកខ្សែក្រវ៉ាត់ពីលើដេកឡើងភ្លាមប៉ុន្តែពេលគេលើកមុខឡើងវីស្យូដែលគេឃើញនៅមុខបានធ្វើឲ្យគេតាក់ទាញយ៉ាងខ្លាំងព្រោះគេបានឃើញអង្សារដែលដូចជារបស់ប្រពន្ធរបស់គេពិតនៅពេលនោះគេមិនអាចជឿភ្នែករបស់ខ្លួនបានទេម៉ារីដឹងថាអ្នកបានបាត់បង់ការប្រកាន់ខ្លួនរបស់នាងបានធ្វើមុខថាស្ងប់ស្ងាត់យកខ្សែក្រវ៉ាត់ពីអិនវុកវិញហើយលើចិញ្ចើមនាងក៏មានញើសត្រជាក់ចេញភ្លាមអិនវុកបានរត់ទៅបន្ទប់ទឹកភ្លាមហើយស្រពេចទឹកត្រជាក់លើមុខដើម្បីឲ្យខ្លួនឯងភ្ញាក់ឡើងវិញគេមិនយល់ថាហេតុអ្វីក្មេងស្រីនោះមានអង្សារដូចជារបស់ប្រពន្ធរបស់គេដែរនៅពេលនេះគេនៅតែមិនដឹងថាស្ត្រីដែលគេទើបជួបនោះគឺជាប្រពន្ធដែលគេបានស្វែងរកយ៉ាងខ្លាំងប៉ុន្តែអិនវុកបានចាប់ផ្ដើមសង្ស័យអត្តសញ្ញាណរបស់ម៉ារីហើយដើម្បីបំបត្តិការសង្ស័យរបស់ខ្លួនគេបានទិញសារពើផុនសិល្បៈទាំងមូលរបស់វិចិត្រសាលសម្រាប់មួយឆ្នាំដើម្បីបានឃើញហត្ថលេខារបស់នាងលើកិច្ចសន្យាប៉ុន្តែពេលគេកំពុងតែត្រៀមចុះហត្ថលេខាលើកិច្ចសន្យាម៉ារីបានយកត្រាដែលបានរៀបចំរួចមកជាមុនចេញមកពេលឃើញបែបនេះអិនវុកបានយកប៊ិចទឹកដែលគេយកតាមខ្លួនចេញភ្លាមមិនបានរំពឹងទុកទេម៉ារីបានអះអាងថាមានធ្វើតាមបទបញ្ជាអាជីវកម្មហើយបានបោះត្រាលើកិច្ចសន្យាដោយផ្ទាល់រឿងនេះបានធ្វើឲ្យអិនវុកស្ថិតក្នុងស្ថានភាពលំបាកឥឡូវនេះគេអាចរងចាំតែការជួបជុំលើកក្រោយប៉ុណ្ណោះម៉ារីមានអារម្មណ៍នឿយហត់ពីការតានតឹងខ្លាំងពេកត្រឹមត្រូវពេលនោះចុងវុនបានមកដល់គេបានឃើញម៉ារីស្លៀកខោអាវរបស់ប្រពន្ធរបស់គេរូបភាពប្រពន្ធរបស់គេបានបញ្ចេញឡើងក្នុងគំនិតភ្លាមបន្ទាប់មកគេបាននិយាយអ្វីមួយដែលធ្វើឲ្យបេះដូងម៉ារីបែកបាក់គេបានហៅឈ្មោះប្រពន្ធចាស់របស់គេការប្រហែលដ៏ខ្លាំងពីនេះបានធ្វើឲ្យជើងនាងខ្សោយចុងវុនបានអបម៉ារីភ្លាមមិនបានរំពឹងទុកទេអិនវុកបានចេញពីចណ្ដាលយន្តចុងវុនបានទាញម៉ារីចូលមួយជ្រុងដើម្បីលាក់នៅពេលនោះភ្នែកម៉ារីដូចជាទឹកស្ទឹងបែកទឹកភ្នែកបានជ្រលក់អាវជាក់ចុងវុនភ្លាមបន្ទាប់ពីអិនវុកចេញទៅនាងបានចងចាំថាចុងវុនបានហៅនាងថាហាក់ខ្ញុំនាងបានចេញពីអបរបស់គេយ៉ាងលឿនហើយនិយាយថានាងបានឆ្លាតឆ្លងចុងវុនចង់នាំនាងទៅផ្ទះប៉ុន្តែនាងបដិសេធបន្ទាប់ពីម៉ារីត្រឡប់ទៅផ្ទះនាងបានចងចាំពីរបៀបដែលចុងវុនបានលេងជើងឲ្យនាងហើយរក្សាទូរស័ព្ទរបស់នាងជា VIP អ្វីទាំងអស់បានធ្វើឲ្យនាងស្រឡាញ់ចុងវុនយ៉ាងជ្រាលជ្រៅប៉ុន្តែនៅពេលនេះនាងបានដឹងថានាងគ្រាន់តែជាអ្នកជំនួសសម្រាប់អ្នកផ្សេងតាំងពីដើមមកនាងគឺជាអ្នកដែលស្រឡាញ់គេម្នាក់ឯងចុងវុនក៏កំពុងតែត្រឡប់ទៅផ្ទះដែរគេបានដឹងថាពាក្យដែលគេនិយាយនៅព្រឹកនោះប្រហែលជាបានបំផ្លាញចិត្តម៉ារីប៉ុន្តែគេមិនដឹងថាហេតុអ្វីបានចាប់អារម្មណ៍ថាឈឺចាប់ក្នុងចិត្តភ្លាមតើអាចជាថាគេបានចាប់ផ្ដើមស្រឡាញ់ថ្មីមែនទេពេលគិតដល់នេះគេបានហៅតាក់ស៊ីនៅចំហៀងផ្លូវភ្លាមហើយរត់ទៅកាន់ទីកន្លែងក្រីក្រដែលម៉ារីកំពុងស្នាក់នៅម៉ារីក៏ភ្ញាក់ផ្អើលដែរពេលចុងវុនមកដល់បន្ទាប់មកពួកគេពីរនាក់បានដើរលេងតាមផ្លូវក្នុងសួនច្បារ
ពួកគេបាននិយាយពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះប៉ុន្តែមានកង់មួយបានបោះមកកាន់ពួកគេភ្លាមជុងវុនបានទីនម៉ារីចូលអោបក្នុងអមរបស់គេដោយស្វ័យប្រវត្តិជុងវុនបានសុំទោសចំពោះការហៅឈ្មោះខុសនោះនៅថ្ងៃនោះគេបានប្រាប់ថាគេទើបតែទៅលើភ្នូររបស់ភរិយាហើយអារម្មណ៍របស់គេស្មុគស្មាញណាស់ដូច្នេះបានហៅឈ្មោះភរិយាខុសដោយចៃដន្យប៉ុន្តែជុងវុនក៏បានប្រាប់ម៉ារីថាបេះដូងរបស់គេពិតជាស្មុគស្មាញណាស់គេមិនដឹងថាអារម្មណ៍របស់គេទៅលើនាងជាអ្វីទេប៉ុន្តែឥឡូវនេះគេចង់យកអារម្មណ៍នេះយ៉ាងត្រង់ត្រូវតែបាននៅបែបនេះម៉ារីក៏មានអារម្មណ៍ថាបានលួងលោមភ្លាមនៅពេលខ្ញុំបាយល្ងាចម៉ារីបាននិយាយជាមួយគេអតីតប្តីរបស់នាងជាមនុស្សមកពីគ្រួសារដែលមានសម្បត្តិគាត់គ្មានអ្វីដែលធ្វើមិនបានទេប៉ុន្តែជុងវុនមិនបានយកចិត្តទុកដាក់នោះទេនៅពេលនេះគាត់តែចង់ការពារប្រសាស្រីម្នាក់នៅមុខគាត់ប៉ុណ្ណោះថ្ងៃបន្ទាប់ហេរ៉ាមកស្វែងរកគាត់ហើយស្នើឲ្យគាត់ឆ្ងាយពីម៉ារីព្រោះអិនវុកគឺគ្រោះថ្នាក់ណាស់នាងសួរជុងវុនថាតើគាត់បានស្រឡាញ់ម៉ារីហើយឬនៅតែឃើញជុងវុនមិននិយាយអ្វីទេហេរ៉ាក៏ដូចជាមានអារម្មណ៍សង្ស័យនាងសុំសំណូមពរឲ្យជុងវុនបំភ្លេចអតីតភរិយារបស់គាត់នាងក៏បានបង្ហាញពីសភាពពិតរបស់អតីតភរិយាគាត់មុននាងស្លាប់ផងដែរនាងបានបបបញ្ឆោតគាត់នាងកំពុងតែទៅជួបសង្សាររបស់នាងនៅពេលដែលមានគ្រោះថ្នាក់តែជុងវុនមិនយកចិត្តទុកដាក់នោះទេគាត់បានថែកំភរិយារបស់គាត់រយៈពេល5ឆ្នាំរហូតដល់នាងស្លាប់តែហេរ៉ាមិនដែលគិតស្រមៃថាជុងវុនបានដឹងការពិតនោះរួចហើយនាងសួរគាត់ថាហេតុអ្វីគាត់នៅតែធ្វើបែបនោះគាត់ដឹងច្បាស់បន្ទាប់ពីគ្រោះថ្នាក់របស់ភរិយាជុងវុនតែងតែបន្ទោសខ្លួនឯងព្រោះគាត់ដឹងថានាងកំពុងទៅជួបសង្សារប៉ុន្តែគាត់មិនបានរារាំងនាងទេហេតុនេះហើយនាងទើបមានគ្រោះថ្នាក់តែឥឡូវនេះនៅមុខម៉ារីគាត់មិនចង់សោកស្ដាយអ្វីទៀតទេបន្ទាប់មកគាត់ស្នើឲ្យនរណាម្នាក់ស៊ើបអង្កេតអ៊ីនវុកគាត់បានរកឃើញថាម្ដាយរបស់អ៊ីនវុកនិងម៉ារីពិតជាមានមុខស្រដៀងគ្នានៅពេលក្មេងតើអាចជាការប្រព្រឹត្តដោយចៃដន្យទេពីប៉ុន្មានថ្ងៃមុនអ៊ីនវុកបានឲ្យនរណាម្នាក់តាមដានផ្ទះវេជ្ជបណ្ឌិតនិងផ្ទះម៉ារីគាត់បានរកឃើញថាពួកគេពីរនាក់មិនស្ថិតនៅជាមួយគ្នាទេអ៊ីនវុកកាន់តែជឿជាក់ថាហេរ៉ាកំពុងលាក់ប្រពន្ធរបស់គាត់ត្រូវតែស្វែងរកហេរ៉ាហើយនិយាយអំពីរឿងនេះជាមួយនាងម្ខាងទៀតវេជ្ជបណ្ឌិតបានរកឃើញថាហេរ៉ាបានស្នើឲ្យម៉ារីជួយនាងធ្វើជាប្រពន្ធដែលបានស្លាប់របស់គាត់ដើម្បីជួបអ៊ីនវុកហើយចុះហត្ថលេខាលើកិច្ចសន្យាគាត់បានទៅស្វែងរកហេរ៉ាហើយស្នើឲ្យនាងបោះបង់កិច្ចសន្យានោះហេរ៉ាបានសួរគាត់ដោយកំហឹងថាតើទាំងអស់នេះមកពីមុខរបស់ម៉ារីបច្ចុប្បន្នដែលធ្វើឲ្យគាត់មិនអាចភ្លេចហាក់ព្យុងបានទេដូច្នេះគាត់ទើបផ្ដល់ស្នេហាភាពទាំងអស់ទៅឲ្យម៉ារីប៉ុន្តែជុងវុនមិនបានឆ្លើយគប់នឹងសំណួរនោះទេហេរ៉ាបានចាប់ឱកាសសារភាពស្នេហារបស់នាងចំពោះគាត់ប៉ុន្តែដោយមិនរំពឹងទុកជុងវុនបាននិយាយថាគាត់នឹងចាប់ទុកថាមិនបានមានអ្វីទាំងអស់ហេរ៉ាបានជិះចិត្តខ្លាំងហើយយំភ្នងឡានអ៊ីនវុកបានមើលតាមបង្អួតឡានហើយឃើញអ្វីដែលទើបកើតឡើងរវាងអ្នកទាំងពីរគាត់បានសម្រេចចិត្តចាប់ផ្ដើមពីស្ត្រីម្នាក់នេះជាមុនគាត់គិតថាហេរ៉ាត្រូវតែដឹងអ្វីមួយហើយនាងប្រកាសជានឹងជួយគាត់ស្វែងរកម៉ារីដោយសារជុងវុនបានបដិសេធអារម្មណ៍របស់នាងហេរ៉ាបានចាប់ផ្ដើមមានអារម្មណ៍ឈ្នានីសកាន់តែខ្លាំងនាងមិនចង់រស់សម្រាប់ជុងវុនទៀតទេនាងត្រូវរស់សម្រាប់ខ្លួនឯងនិងវិចិត្រសាលហេរ៉ាបានសម្រេចចិត្តធ្វើការជាមួយអ៊ីនវុកបានស្នើឲ្យនាងធ្វើការណាត់ជួបជាមួយម៉ារីដើម្បីឲ្យគាត់អាចជួបនាងបានថ្ងៃនោះម៉ារីគិតថាហេរ៉ាមកគ្រប់នាងដើម្បីញ៉ាំអាហារពេលល្ងាចប៉ុណ្ណោះដូច្នេះនាងមិនបានប្រុងប្រយ័ត្នទេប៉ុន្តែនាងមិនបានរំពឹងថានឹងជួបអ៊ីនវុកឡើយនាងក្រឡាប់ក្រឡយហើយមិនហ៊ានមើលបុរសនោះត្រង់ទេអ៊ីនវុកបានឃើញថានាងខុសពីក្មេងស្រីដែលបានមកចុះហត្ថលេខាលើកិច្ចសន្យាគាត់សង្ស័យថានាងកំពុងលាក់អ្វីមួយពីគាត់ខណៈម៉ារីមិនដឹងថាត្រូវធ្វើអ្វីជុងវុនបានបង្ហាញខ្លួនទាន់ពេលគាត់បានចាប់ដៃនាងហើយផ្ដល់អារម្មណ៍សុវត្ថិភាពឲ្យនាងរាល់ពេលដែលអ៊ីនវុកស្នើឲ្យម៉ារីជួបគាត់ម្នាក់ឯងដើម្បីស្វែងរកព័ត៌មានអំពីប្រពន្ធរបស់គាត់វេជ្ជបណ្ឌិតតែងតែបញ្ឈប់គាត់ដែលធ្វើឲ្យគាត់ខឹងខ្លាំងណាស់ជុងវុនបាននាំម៉ារីទៅពេលពួកគេនៅក្នុងឡានម៉ារីគិតថាការរស់នៅរបស់នាងនឹងធ្វើឲ្យជុងវុនជួបគ្រោះថ្នាក់នាងសម្រេចចិត្តចាក់ចេញពីគាត់ប៉ុន្តែជុងវុនបានបេញតាមនាងហើយបញ្ឈប់នាងគាត់ចង់ថាពីក្មេងស្រីដែលនៅមុខគាត់ចុងក្រោយម៉ារីមិនអាចបដិសេធអារម្មណ៍របស់គាត់បានទេប្តីបែបបំផុសនោះបានឃើញអ្វីគ្រប់យ៉ាងគាត់បានលួចដានតាមម៉ារីទៅផ្ទះបន្ទាប់ពីឃើញជុងវុនចេញទៅគាត់បានឡើងជាន់លើដើម្បីស្វែងរកម៉ារីកំពុងរៀបចំកេងពេលនាងឃើញមាននរណាម្នាក់នៅជិតបង្អួចការភ័យខ្លាចរបស់នាងបានកើនឡើងម្ដងទៀតគាត់ឈរនៅខាងក្រៅដកដៃបុកទ្វារយ៉ាងខ្លាំងម៉ារីបានលាក់ខ្លួនរហ័សនៅមុំបន្ទប់ហើយមិនហ៊ានផ្លាស់ទីទេបន្តិចក្រោយអ៊ិនវុកបានបំបែកទ្វារចូលមកហើយដើរចូលមកមើលជុំវិញគាត់បានស្វែងរករូបរាងរបស់នាងក្នុងបន្ទប់ហើយហៅឈ្មោះម៉ារីអ៊ិនវុកបានមើលទៅកាន់គំនូរនៅមុំជញ្ជាំងគាត់កាន់តែជឿជាក់ថាប្រពន្ធរបស់គាត់ស្ថិតនៅទីនោះគាត់បានហៅឲ្យម៉ារីចេញមកម៉ារីកំពុងលាក់ខ្លួននៅមុំបន្ទប់ដល់ថ្នាក់ភ័យខ្លាចស្ទើរតែយំមិនយូរប៉ុន្មានដៃរបស់គាត់បានចាប់អាវនាងហើយបង្ហាញមុខគាត់ដ៏គួរឲ្យភ័យខ្លាចគាត់សួរនាងថាប្រពន្ធរបស់គាត់នៅឯណាហើយបង្ខំឲ្យនាងប្រគល់នាងឲ្យគាត់បានបំពេញសម្លេងទៅលើម៉ារីដែលធ្វើឲ្យនាងកាន់តែភ័យខ្លាចនាងភ័យខ្លាចដល់ថ្នាក់ដៃជើងស្រាលដូចជាអាឡែតប៉ុន្តែនាងនៅតែព្យាយាមគេចចេញពីដៃគាត់នាងធ្វើជាមិនដឹងអ្វីទាំងអស់ហើយសួរគាត់ថាហេតុអ្វីបានមកទីនេះអ៊ិនវុកបានអូសម៉ារីឲ្យមុខមករពត់
គាត់បានមើលមុខនាងដែលទាំងមិនស្គាល់ទាំងស្គាល់ដោយភ្នែកពោពេញដោយសំណើចស្អប់គាត់បំពេញសម្លេងដោយកំហឹងសួរថាប្រពន្ធគាត់នៅណានាងជានរណាហើយមានអ្វីកើតឡើងអិនវុកបានមើលម៉ារីដោយភ្ញាក់ផ្អើលនិងសង្ស័យមួយផ្លែតនោះចុងវុនបានមកដល់ទាន់ទេគាត់បានវាយអិនវុកដកដួលក្រំដីហើយបន្តទៀតបានអបម៉ារីយកទៅបាត់ភ្លាមអិនវុកមើលពួកគេទៅក៏មិនអាចទទួលយកបានគាត់កំពុងខឹងគាត់យកឈើមួយដុំនៅក្បែរហើយរត់តាមពួកគេដោយកំហឹងស្អប់គាត់បើកទ្វារហើយឃើញពួកគេឈរជាមួយគ្នាដែលធ្វើឲ្យគាត់កាន់តែខឹងគាត់រត់ទៅមុខហើយវាយឈើទៅលើចុងវុនព្រមទាំងសួរថាពួកគេកំពុងលាក់អ្វីពីគាត់ម៉ារីភ័យខ្លាចខ្លាំងហើយហៅប៉ូលីសអិនវុកនិងចុងវុននៅតែប៉ះទង្គិចគ្នាប៉ុន្តែចុងវុនមិនអាចប្រកួតជាមួយគាត់បានទេសំណាងល្អអ្នកការពារសុវត្ថិភាពបានឃើញប៉ូលីសមកដល់ហើយរុញអិនវុកចេញទៅភ្លាមម៉ារីឃើញមុខចុងវុនពោពេញដោយស្នាមជាមហើយនាងក៏ញញចេញអិនវុកដូចជាមនុស្សស្រវឹងសឹកគាត់បំផ្លាញគ្រឿងសង្ហារឹមជុំវិញខ្លួនគាត់វាយរបងដែកដោយដៃទេគាត់នៅតែជឿថាស្ត្រីនោះកំពុងលាក់ប្រពន្ធរបស់គាត់វាយរបងរហូតដល់មានរន្ធមួយដើម្បីបញ្ចេញកំហឹងតាមរយៈការឈឺចាប់ផ្លូវកាយបន្ទាប់មកគាត់ទៅផ្ទះហេរ៉ាជាមួយនឹងរបួសរបស់គាត់អត់បាននិយាយថាគាត់ប្រកាសថាហេរ៉ារួចចិត្តដឹងពិតប្រាកដប៉ុន្តែក៏នៅតែបន្តលាក់ពីគាត់ចាប់ចិត្តល្បីម្នាក់ពីវិចិត្រសាកំពុងស្នាក់នៅផ្ទះជួលនោះមានអ្វីកើតឡើងគាត់ទាមទារឲ្យហេរ៉ាប្រាប់ថាប្រពន្ធរបស់គាត់ស្ថិតនៅឯណាហេរ៉ាមើលបុរសម្នាក់ដែលមើលទៅគួរឲ្យភ័យខ្លាចនៅមុខនាងចាប់ផ្ដើមមានមេត្តាករុណាចំពោះគាត់នាងគិតថាបុរសម្នាក់នៅមុខនាងមិនដែលទទួលបានសេចក្តីស្រឡាញ់ពីនរណាម្នាក់ឡើយគាត់ក៏មានស្ថានភាពអាក្រក់ដូចនាងផងដែរហេរ៉ាមិនអាចទប់ខ្លួនបានទេដោយបានលាបដៃប៉ះមុខគាត់នៅពេលសំខាន់នោះអិនវុកបានវាយដៃនាងចេញគាត់ស្រឡាញ់តែម៉ារីប៉ុណ្ណោះអិនវុកអង្គុយលើកៅអីហើយទឹកភ្នែកចេញពេញភ្នែកម៉ារីបានឃើញបុរសម្នាក់នៅមុខនាងដែលរងរបួសដោយសារតែខ្លួននាងមិនអាចទ្រាំឲ្យគាត់ជួបគ្រោះថ្នាក់បន្ថែមទៀតបានទេដូច្នេះនាងសម្រេចចិត្តទៅរស់នៅទីក្រុងផ្សេងឆ្ងាយនាងបានទិញសម្បត្តិរួចហើយកំពុងរៀបចំចេញទៅប៉ុន្តែនាងឃើញចុងវុនកំពុងហៅបន្ទាប់ពីចុងវុនភ្ញាក់ឡើងហើយរកមិនឃើញនាងគាត់បានហៅម៉ារីហើយសុំអង្វរឲ្យនាងកុំចាក់ចេញម៉ារីអង្គុយលើកៅអីឈប់សម្រាកដោយគិតច្រើនបើនាងនៅនឹងធ្វើឲ្យចុងវុនជួបគ្រោះថ្នាក់កាន់តែច្រើនប៉ុន្តែនាងក៏មិនអាចទ្រាំចាក់ចេញពីគាត់បានដែរសំណាងល្អចុងវុនបានមកទាន់ពេលគាត់បានរារាំងនាងកុំចាក់ចេញពីគាត់ហើយពួកគេបានអបគ្នាហើយយំអិនវុកបានចូលទៅក្នុងបន្ទប់គំនូររបស់ភរិយារបស់គាត់បានយកអាវការពារដែលភរិយាគាត់ពាក់រាល់ពេលគំនូរហើយក៏ក្រអូបក្លិនវាគាត់បានរំលឹកដល់ពេលដែលគាត់បានឃើញរូបរាងភរិយារបស់គាត់លើម៉ារីរឿងភរិយារបស់គាត់បាត់ខ្លួនត្រូវបានផ្សាយក្នុងសារព័ត៌មានហើយឪពុកគាត់ក៏បានដឹងឪពុកគាត់បានស្ដីបន្ទោសអិនវុកថាគ្មានប្រយោជន៍គាត់មានភរិយាប៉ុន្តែក៏ឲ្យនាងបាត់ខ្លួនទៅវិញគាត់ពិតជាគ្មានប្រយោជន៍មែនឪពុកគាត់បានបញ្ជាឲ្យអិនវុកនាំភរិយារបស់គាត់ត្រឡប់មកវិញក្នុងរយៈពេល10ថ្ងៃបន្ទាប់ពីគាត់និយាយចប់គាត់ស្ទើរតែវាយអិនវុកសំណាងល្អមានមនុស្សជាច្រើននៅទីនោះដូច្នេះគាត់បានបញ្ឈប់អិនវុកអង្គុយក្នុងរថយន្តដោយគិតច្របូកច្របល់អ្នកបើកបរមើលទៅដៃរបស់គាត់ហើយសួរថាតើមានអ្វីកើតឡើងអិនវុកគ្រាន់តែញញឹមប្រមាថប៉ុណ្ណោះសូម្បីតែអ្នកបើកបរក៏អាចមើលឃើញថាគាត់រងរបួសប៉ុន្តែឪពុកគាត់មិនខ្វល់អីទេនៅពេលនោះអិនវុកមើលទៅស្រណោះមែនដើម្បីមិនឲ្យម៉ារីភ័យខ្លាចទេអតីតប្តីមកស្វែងរកនាងម្ដងទៀតជុងវុនសម្រេចចិត្តនាំនាងទៅរស់នៅផ្ទះគាត់ក៏ប្រាប់នាងផងដែរថាគាត់នឹងប្រឈមមុខនឹងបញ្ហាទាំងអស់ជាមួយនាងម៉ារីមានអារម្មណ៍ថាមានសុវត្ថិភាពពេលស្ថិតនៅជាមួយគាត់ថ្ងៃបន្ទាប់ហេរ៉ាមើលឃើញចុងវុនរងរបួសហើយមានអារម្មណ៍ឈឺចាប់បេះដូងប៉ុន្តែគាត់វិញគ្មានអារម្មណ៍អ្វីទេហើយក៏មិននិយាយជាមួយនាងផងដែរគាត់សង្ស័យថាហេរ៉ាចិត្តណាឲ្យម៉ារីជួបអតីតប្តីរបស់នាងកាលម្សិលមិញចុងវុនសង្ឃឹមថានាងនឹងមិនធ្វើខុសបន្ថែមទៀតទេអិនវុកកំពុងស្ថិតក្រោមសម្ពាធពីឪពុកស្វែងរកភរិយារបស់គាត់ឲ្យបានក្នុងរយៈពេល10ថ្ងៃបានផ្ញើមនុស្សបន្ថែមទៀតទៅស្វែងរកសំណើចំពោះនាងម៉ារីចង់ទៅមណ្ឌលថែទាំដើម្បីទៅលេងម្ដាយរបស់នាងប៉ុន្តែនាងបានរកឃើញថាមាននរណាម្នាក់កំពុងតាមដាននាងបានហៅចុងវុនឲ្យជួយមិនបានរំពឹងទេមាននរណាម្នាក់ក៏កំពុងតាមចុងវុនផងដែរម៉ារីមិនមានជំរឿទេត្រូវបោះបង់ការទៅលេងម្ដាយរបស់នាងចុងវុននិងម៉ារីបានចេញទៅក្រៅជាមួយគ្នាគាត់បានធ្វើជាគូស្នេហ៍ដើម្បីឲ្យអ្នកកំពុងតាមដានពួកគេបោះបង់ម្ខាងទៀតបងប្រុសរបស់វិជ្ជបណ្ឌិតបានស្គាល់មុខម៉ារីគាត់ភ្ញាក់ផ្អើលពេលឃើញមុខ Besrodin និង Hera ចុងវុនមិនសង្ស័យបងប្រុសរបស់គាត់ទេដូច្នេះគាត់បានប្រាប់ពិតមិនបានរំពឹងទេសង្ហូបានយករូបថតចាស់មួយដែលមាន3នាក់ពួកគេថតជាមួយគ្នាចេញមកបង្អស់មកគាត់តែងតែស្រឡាញ់ភរិយារបស់ចុងវុនសម្ងាត់អ្នកក្រមបញ្ជារបស់ Invoke ក៏បានទៅស្វែងរកបងប្រុសវិជ្ជបណ្ឌិតសុំហូផងដែរគាត់ចង់បង្ខំឲ្យសុំហូប្រាប់ការពិតគាត់ក៏បានស៊ើបអង្កេតអតីតកាលរបស់គាត់សម្ងាត់ផងដែរអ្នកទាំងពីរបានកំណត់ពេលជួបគ្នាដោយសារតែម៉ារីនិងចុងវុនកំពុងត្រូវបានតាមដានពួកគេមិនបានចេញពីផ្ទះទេពួកគេធ្វើម្ហូបជាមួយគ្នាហើយលេងសប្បាយរីករាយអារម្មណ៍ដែលគាត់មាននៅពេលស្ថិតជាមួយម៉ារីវាផ្សេងពីពេលស្ថិតជាមួយអតីតភរិយារបស់គាត់អារម្មណ៍របស់ពួកគេទៅវិញទៅមកកាន់គ្នាកាន់តែរឹងមាំឡើងរៀងរាល់ថ្ងៃគាត់សម្បីតែជួយលាងជើងឲ្យនាងផងដែរចុងវុនបានសារភាពស្នេហ៍របស់គាត់ចំពោះម៉ារីថ្ងៃស្អែកគាត់ចង់បង្ហាញអារម្មណ៍យ៉ាងត្រង់ត្រូវចំពោះនាង
អត់ចង់អល់ម៉ារីដឹងថាមិនមែនដោយសារតែរូបរាងនាងស្រដៀងហេរ៉ាទេដែលធ្វើឲ្យគាត់មានអារម្មណ៍ចំពោះនាងឥឡូវនេះបេះដូងរបស់គាត់មានតែម៉ារីប៉ុណ្ណោះជុងវុនបានទិញផ្កាដ៏ធំមួយក្បាលហើយទៅភោជនីយដ្ឋានដែលគាត់បានកំណត់ពេលជួបជាមួយម៉ារីគាត់មិនទាន់ចូលទៅខាងក្នុងផងទេតែបានទទួលសារមួយពីអិនវុកនេះជារូបថតមួយនៃបងប្រុសរបស់គាត់ជាមួយអគ្គភរិយារបស់គាត់ចុងវុនមានអារម្មណ៍ភ្ញាក់ផ្អើលទោះបីគាត់ដឹងថាមាននរណាម្នាក់ផ្សេងទៀតពាក់ព័ន្ធក៏ដោយគាត់មិនបានរំពឹងថាវាជាបងប្រុសរបស់គាត់ទេអារម្មណ៍ថាត្រូវបោកប្រាស់វាប៉ះពាល់ដល់គាត់យ៉ាងខ្លាំងធ្វើឲ្យបេះដូងគាត់រញ្ជួយម៉ារីអង្គុយចំមុខគាត់ដោយមិនដឹងអ្វីកើតឡើងហើយបានសារភាពចិត្តរបស់នាងប៉ុន្តែចុងវុនមើលម៉ារីដូចជានាងជាអគ្គភរិយារបស់គាត់គំនិតរបស់គាត់ត្រឡប់ទៅកាន់ឈុតហេតុអាពាហ៍ពិពាហ៍ចាស់របស់គាត់វិញពាក្យដែលគាត់បានរៀបចំទុកមកក៏មិនអាចនិយាយចេញបានទេបន្ទាប់មកចុងវុនទៅស្វែងរកបងប្រុសរបស់គាត់ហើយចាប់ប្រកាន់ថាគាត់ជាអ្នកក្បត់ប៉ុន្តែបងប្រុសគាត់វិញមើលទៅមិនអើពើគាត់គិតថាបន្ទាប់ពីហេរ៉ាស្លាប់សេចក្តីពិតនឹងត្រូវបានបាំងបិទសុងហៅសូតឡើងថាគាត់ស្រឡាញ់ហេរ៉ាមុនសិនហើយចុងវុនបានលួចគូស្នេហ៍របស់គាត់ទៅចុងវុនមិនចង់ស្ដាប់គេទេគាត់កាត់ទំនាក់ទំនងជាមួយបងប្រុសរបស់គាត់ហើយចាក់ចេញដោយកំហឹងអិនវុកបានប្រាប់ហេរ៉ាដោយជាគ្នាថានេះជាការសងសឹកសម្រាប់នាងគាត់បានបង្កើតឲ្យបុរសដែលហេរ៉ាស្រឡាញ់ទទួលរងទុក្ខដោយចេតនាហេរ៉ាមិនជឿថាបុរសនេះអាចមានចិត្តសាហាវបែបនេះបានទេនាងសួរគាត់ថាប្រសិនបើម៉ារីស្រឡាញ់នរណាម្នាក់ផ្សេងទៀតគាត់នឹងធ្វើដូចម្តេចអិនវុកមិនស្ទាក់ស្ទើរឡើយគាត់បាននិយាយថាគាត់នឹងសម្លាប់ពួកគេគាត់នឹងសម្លាប់ទាំងពីរនាក់នោះហើយហៅថាស្នេហាហេរ៉ាទៅផ្ទះចុងវុនហើយរកឃើញថាម៉ារីស្ថិតនៅទីនោះនាងបាននិយាយដល់កំហឹងទៅកាន់ម៉ារីពីការពិតដោយថានេះទាំងអស់ជាកំហុសរបស់ម៉ារីដែលនាងបានធ្វើឲ្យចុងវុនរងរបួសចិត្តពេលនាងកំពុងចេញទៅហេរ៉ាបានជួបចុងវុននៅមាត់ទ្វារនាងបានបន្ទោសគាត់ថាមិនអាចភ្លេចហេរ៉ាបានសោះបន្ទាប់មកនាងបាននិយាយយ៉ាងសាហាវថាប្រពន្ធចាស់របស់គាត់មិនស្រឡាញ់គាត់សោះទេម្យ៉ាងទៀតនាងបានបំបត្តិកូនក្នុងផ្ទៃយ៉ាងសាហាវហើយបន្ទាប់មកខ្លែងធ្វើជាមានការបាត់កូននៅមុខគាត់ហេរ៉ាបានសុំសំណូមពរឲ្យចុងវុននាំម៉ារីទៅ otherwise បើមិនដូច្នោះទេប្តីនាងនឹងសម្លាប់ទាំងពីរនាក់ចុងវុនមានអារម្មណ៍បែកបាក់ចិត្តខ្លាំងម៉ារីបានឃើញចុងវុនជង្គង់លើដីហើយកំពុងយំនាងរត់ទៅដើម្បីលួងលោមគាត់ប៉ុន្តែចុងវុនបានមើលនាងហើយនិយាយដោយកំហឹងថាហេតុអ្វីគាត់ស្រឡាញ់នាងយ៉ាងស្មោះត្រង់បែបនោះហេតុអ្វីនាងប្រព្រឹត្តចំពោះគាត់បែបនេះហេតុអ្វីនាងក្បត់គាត់ហេតុអ្វីនាងធ្វើឲ្យគាត់ទទួលទុក្ខអ៊ីនវុកកំពុងវែកស្រួលប៉ុន្តែស្រាប់តែមានសុបិនអាក្រក់គាត់បានឃើញម៉ារីបំលែងខ្លួនទៅជាមនុស្សផ្សេងទៀតគាត់ភ្ញាក់ពីដំណេកដោយសេចក្តីភ័យខ្លាចសុភមង្គលទី6របស់គាត់ក៏ធ្វើឲ្យគាត់ភ័យផងដែរគាត់មិនអាចជឿថាមុខរបស់មនុស្សដែលគាត់ស្រឡាញ់បំផុតត្រូវបានបំផ្លាញទេអ៊ីនវុកបានលួងលោមខ្លួនឯងថាវាគ្រាន់តែជាសុបិនប៉ុណ្ណោះបន្ទាប់មកគាត់យករូបថតចាស់របស់ទាំងពីរនាក់មកមើលវិញពេលឃើញម៉ារីគាត់ចាប់ផ្ដើមស្ងប់ស្ងាត់ឡើងវិញជាមានម៉ារីបានឃើញថាចុងវុនមិនស្ថិតក្នុងស្ថានភាពល្អទេនាងភ័យថាអគ្គប្តីរបស់នាងនឹងធ្វើអាក្រក់ចំពោះចុងវុនម៉ារីបានប្រមូលអារម្មណ៍ក្លាហានរបស់នាងហើយធ្វើជាភរិយារបស់ចុងវុនដើម្បីរៀបចំជួបអ៊ីនវុកនិងនិយាយជាមួយគាត់ពេលនាងកំពុងត្រៀមទៅការិយាល័យអ៊ីនវុកនាងបានឃើញឪពុកប្តីចាស់របស់នាងដែលធ្វើឲ្យនាងភ័យដល់ថ្នាក់ស្ទើរតែមិនអាចឈរបានមិនបានរំពឹងទេខណៈពេលនាងកំពុងដើរឆ្លងកាត់គាត់ខណៈដែលនាងកំពុងដើរឆ្លងកាត់គាត់បានហៅនាងត្រឡប់មកវិញហើយសួរសុខទុក្ខគ្នាគាត់បានស៊ើបអង្កេតហើយរកឃើញថាបុត្ររបស់គាត់មិនបានធ្វើអ្វីទេទីចិត្តសោរបស់ហេរ៉ាកំពុងនឹងដល់ពេលលំបាកហើយគាត់សង្ស័យថានាងកំពុងប្រើប្រាស់បុត្ររបស់គាត់អិនវុកកំពុងអង្គុយនៅក្នុងការិយាល័យរបស់គាត់ពេលដែលគាត់បានដឹងថាពួកគេពីរនាក់បានជួបគ្នាគាត់រត់ចុះបាតជួនយ៉ាងលឿនដើម្បីបញ្យល់រឿងឲ្យនាងដឹងគាត់បានការពារនាងនៅមុខឪពុករបស់គាត់ដោយភ័យថាឪពុកនឹងធ្វើអ្វីមួយអាក្រក់នៅមុខនាងបន្ទាប់មកគាត់បានទីម៉ារីចេញទៅយ៉ាងលឿនពេលម៉ារីស្ថិតនៅក្នុងការិយាល័យរបស់គាត់នាងបានប្រាប់គាត់ឲ្យបញ្ឈប់ការធ្វើឲ្យជុំវុនលំបាករូបថតទាំងនោះជារឿងគ្រួសាររបស់នាងឥឡូវនេះនាងបានត្រឡប់ទៅរកជុងវុនវិញហើយនាងស្នើសុំឲ្យគាត់កុំចូលមកជ្រៀតជ្រែកក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេទៀតម៉ារីបានឃើញអិនវុកកំពុងប៉ះខាប់លីងរបស់គាត់នាងបាននឹកឃើញពេលដែលនាងត្រូវគេវាយហើយការភ័យខ្លាចបានកើតឡើងក្នុងចិត្តនាងម្ដងទៀតបង្កើនឲ្យអិនវុកកាន់តែសង្ស័យពេលម៉ារីចេញពីការិយាល័យគាត់បានបញ្ឈប់នាងបេះដូងរបស់ម៉ារីបេះបន់យ៉ាងលឿនដល់ថ្នាក់ដូចជាចង់លោតចេញពីទ្រូងអិនវុកបានឃើញមុខភ័យរបស់នាងហើយកាន់តែជឿជាក់អ្វីមួយបន្ថែមទៀតប៉ុន្តែគាត់មិនហ៊ានជឿអ្វីដែលគាត់កំពុងគិតនោះទេគាត់បានលួងលោមខ្លួនឯងមិនឲ្យជឿលើការស្រមៃដើមស្ងប់ស្ងាត់ទៅអិនវុកបានស្វែងរកទីតាំងដែលម៉ារីម្ដាយរស់នៅយ៉ាងឆាប់រហ័សគាត់បានទៅកាន់ផ្ទះថែទាំប៉ុន្តែគាត់មិនបានរំពឹងថានឹងជួបម៉ារីជាមួយចុងវុននៅទីនោះទេពេលដែលអ្នកទាំងពីរអំពីតែចេញអិនវុកបានមកដល់ទ្វារប្រហែលជាពេលតែមួយសំណាងល្អពួកគេបានជាគ្នាបានអិនវុកបានចូលទៅក្នុងបន្ទប់ដើម្បីជួបម្ដាយភរិយារបស់គាត់មិនបានរំពឹងទេម្ដាយនាងបានយករូបថតមួយឡើងមើលហើយញញឹមដោយសប្បាយចិត្តហើយនិយាយថានេះជាកូនប្រសាររបស់នាងក្នុងពេលតែមួយអិនវុកមានអារម្មណ៍ថាត្រូវបានបោកប្រាស់គាត់ជាមនុស្សដែលជាកូនប្រសាររបស់នាងគាត់មិនអាចជឿថាម៉ារីដែលគាត់ស្រឡាញ់បាននាំបុរសម្នាក់ផ្សេងទៅសួរសុខទុក្ខម្ដាយនាងទេគាត់បានរត់ចេញពីផ្ទះថែទាំយ៉ាងឆាប់រហ័សដើម្បីស្វែងរកនាងប៉ុន្តែម៉ារីជាមួយចុងវុនបានចេញទៅមុនរួចហើយអិនវុកបានទៅស្វែងរកនាយកផ្ទះថែទាំនាយកគឺជាបងប្រុសរបស់ចុងវុនឈ្មោះសំហូចុងវុននិងហេរ៉ានាំភរិយារបស់គាត់ទៅណា
anh vok ban bằng hang song ho ở khơi mà xin thọt video bị này để Perrier rồi bỏ chung vốnประเทศครุขณะbằng hang tha song ho និង Hera កំពុងបើកឡានលេងគ្នាបណ្ដាឲ្យ Hera មិនប្រុងប្រយ័ត្នឲ្យប្រទះគ្រោះថ្នាក់ Song ho ឃើញ Hera សន្លប់ហើយមិនបានហៅប៉ូលីសទេគាត់ភ័យថាអាចប៉ះពាល់ដល់អាជីពរបស់ខ្លួនដូច្នេះគាត់បានទុក Hera នៅទីនោះហើយរត់គេចខ្លួនទុកឲ្យនាងសន្លប់អស់រយៈពេល5ឆ្នាំមុខមាត់នឹងផុសតាំងបែបនេះ An Vok សួរគាត់ថាហេតុអ្វីមិនហៅប៉ូលីសមិនបានរំពឹងទេ Song ho បាននិយាយថាគាត់ជាវិជ្ជបណ្ឌិតហើយគាត់បានវិតម្លៃស្ថានភាពវាហាក់ដូចជានាងនឹងស្លាប់ប៉ុន្តែនាងបានសន្លប់អស់5ឆ្នាំមុននឹងស្លាប់វាជារឿងអស្ចារ្យមួយហើយ An Vok កំពុងខឹងខ្លាំង Hera បានស្លាប់ទៅហើយ Hera ដែលគាត់បានជួបនោះជានរណាគាត់សួរ Song ho ដោយកំហឹងថាសក្តិនោះជានរណាចុងក្រោយ An Vok បានរកឃើញថារិយាដែលគាត់ស្រឡាញ់បានធ្វើវះកាត់ផ្លាស់ប្ដូរមុខនាងសំបីតែធ្វើជាមនុស្សផ្សេងមុខគាត់ផងដែរ An Vok មិនអាចជឿបានទេគាត់បានទៅទស្សនាព្រះវិហាររបស់ Perrier វិជ្ជបណ្ឌិតពេលគាត់ឃើញរូបថតរបស់ Hera គាត់បាននឹកឃើញអំពើរបស់ Hera ដែលធ្វើនៅមុខគាត់ហើយកាន់តែជឿជាក់ថានាងជនរបស់ Perrier ដែលគាត់ស្វែងរកមករយៈពេលយូរហើយ An Vok បានស្រវឹងស្មារតីគាត់បានទូរស័ព្ទទៅ Marie ប៉ុន្តែនាងមិនទទួលទូរស័ព្ទទេនៅពេលនោះនាងកំពុងធ្វើដំណើរជាមួយចុងវុនពួកគេបានបញ្ជាក់ទំនាក់ទំនងរបស់ខ្លួនយ៉ាងច្បាស់ហើយចាប់ផ្ដើមជាផ្លូវការថាជាគូស្នេហ៍ An Vok រក Perrier របស់គាត់មិនឃើញទេដូច្នេះគាត់បានទៅវិចិត្រសាររបស់ Hera ហើយបង្ករឿងវឹកវរគាត់បានទាមទារឲ្យនាងប្រាប់ពិតដោយកំហឹងរូបរាងគាត់មើលទៅដូចមនុស្សស្រវឹងស្មារតី Hera បានណែនាំឲ្យគាត់ស្ងប់ស្ងាត់នាងសោកស្ដាយចំពោះគាត់ព្រោះគាត់គ្មានម៉ែដូច្នេះគាត់បានធ្លាក់ចូលក្នុងការស្រមៃថានឹងរក Perrier ដែលមានរូបរាងដូចម៉ែរបស់គាត់នាងមានអារម្មណ៍សោកស្ដាយចំពោះគាត់ព្រោះគាត់មិនដែលទទួលបានសេចក្តីស្រឡាញ់ពិតប្រាកដឡើយចុងក្រោយ An Vok បានបែកឃ្លីទឹកភ្នែក Hera បានណែនាំឲ្យគាត់បោះបង់ Marie ចោលមិនបានរំពឹងទុកទេ An Vok ដែលកំពុងយំបានចាប់ផ្ដើមសើចឥឡូវនេះគាត់មិនអាចត្រឡប់ក្រោយវិញបានទេ An Vok បានបាញ់កាំភ្លើងទៅក្បាល Hera ដោយកំហឹងហើយគំរាមឲ្យនាងហៅ Marie ប៉ុន្តែនាងមិនខ្លាចស្លាប់ទេនាងបានតាប់មកឲ្យរត់ Marie នៅតែមិនដឹងថាអ្វីកើតឡើងទេនៅពេល An Vok យកទូរស័ព្ទរបស់នាងគាត់បានប្រាប់មកឲ្យត្រឡប់មកវិញមុនថ្ងៃត្រង់ថ្ងៃនេះមិនដូច្នោះទេគាត់នឹងសម្លាប់ Hera Marie ភ័យខ្លាចខ្លាំងនាងមិនហ៊ានប្រាប់ចុងវុនទេហើយលាក់ខ្លួនពីគាត់យ៉ាងសម្ងាត់ដោយឡើងរថភ្លើងត្រឡប់មកវិញ Marie មានអារម្មណ៍ទៅជាក់ក្នុងចិត្តនាងបានទៅសារមន្ទីរពិព័រណ៍សិល្បៈ An Vok រត់មកហើយអប Marie បានរុញគាត់ចេញហើយនិយាយថានាងបានជំនួសមនុស្សដែលគាត់ស្រឡាញ់ជាមួយនរណាម្នាក់ផ្សេងវាមិនសំខាន់សម្រាប់នាងទៀតទេមិនបានរំពឹងទេប្តីនាងបាននិយាយថាអ្វីអាចត្រឡប់ទៅដើមបានវិញគាត់នឹងប្រើវិធីណាក៏ដោយដើម្បីឲ្យនាងត្រឡប់ទៅជារូបរាងដើមវិញពេលឃើញមុខភ័យរបស់ Marie គាត់ចុងក្រោយបានសើចឈួតគាត់ទាំងយំទាំងសើចក្នុងពេលតែមួយចុងក្រោយមនុស្សដែលគាត់ស្រឡាញ់បានត្រឡប់មកវិញហើយស្រាប់តែ Hera មិនខ្វល់ពីគ្រោះថ្នាក់ទេបានរុញ An Vok ហើយប្រាប់ Marie ឲ្យរត់បន្ទាប់មក An Vok បានរុញ Hera ចុះដោយធ្វើឲ្យនាងសន្លប់ Marie បានរត់គេចយ៉ាងលឿនប៉ុន្តែ An Vok បានដេញតាមនាងភ្លាមចុងវុនបានមកដល់ប៉ុន្តែវាមិនទាន់ទេចុងក្រោយ An Vok បានចាប់អាវនាង Marie ព្យាយាមរុញខ្លួនឲ្យរួចពីគាត់យ៉ាងអស់កម្លាំងប៉ុន្តែគាត់ក៏ចាប់នាងវិញនាងមិនអាចរត់គេចពីដៃគាត់បានទេបន្ទាប់ពីចូលឡាន An Vok បានមើល Perrier របស់គាត់យ៉ាងតឹងតែងគាត់បាននឹកឃើញអំពីពេលវេលាដែលវិជ្ជបណ្ឌិតនិង Perrier របស់គាត់ស្ថិតនៅជាមួយគ្នាពេលដងគាត់ពោពេញដោយកំហឹង An Vok ខ្លាចឆើឪពុកដឹងអំពីការប្រែប្រួលមុខរបស់ Perrier ដូច្នេះគាត់បាននាំនាងទៅវីឡា Marie សូមអង្វរឲ្យគាត់លែងនាងមិនមានរូបរាងដែលគាត់ស្រឡាញ់ទៀតហើយនាងក៏បានស្រឡាញ់នរណាម្នាក់ផ្សេងទៀតប៉ុន្តែ An Vok បានបន្ទោសនាងយ៉ាងខឹងខ្លាំងគាត់អាចអត់ឱននាងចំពោះការប្រព្រឹត្តអំពើក្បត់ប៉ុន្តែបើនាងនៅតែបន្តប្រឆាំងគាត់នឹងដោះស្រាយជាមួយវិជ្ជបណ្ឌិតហើយបន្ទាប់មករកមនុស្សម្នាក់មកធ្វើឲ្យនាងមានមុខដូចមុនវិញបន្ទាប់មកគាត់បានចាក់សោនាងក្នុងបន្ទប់មួយអ្នកទាំងពីរត្រូវបានបំបែកដោយទ្វារ Marie គិតឃើញចង្វុនហើយស្រក់ទឹកភ្នែក An Vok ក៏គិតដល់ប្រពន្ធរបស់គាត់ហើយស្រក់ទឹកភ្នែកយ៉ាងខ្លាំងផងដែរ An Vok បានទំនាក់ទំនងទៅរកវិជ្ជបណ្ឌិតសម្រាប់ល្អបំផុតប៉ុន្តែគ្រប់គ្នាបានបដិសេធបន្ទាប់មកគាត់បានទៅរកបងប្រុសរបស់ចុងវុនហើយគំរាមឲ្យគាត់ផ្លាស់ប្ដូរមុខ Marie ឲ្យដូចមុនវិញប៉ុន្តែ Song ho បាននិយាយថាមានតែចុងវុនប៉ុណ្ណោះដែលអាចធ្វើបានព្រោះចុងវុនជាអ្នកធ្វើឲ្យ Marie មានមុខដូចប្រពន្ធចាស់របស់គាត់តាំងពីដើមមានតែគាត់ប៉ុណ្ណោះដែលអាចធ្វើឲ្យនាងត្រឡប់ទៅរូបរាងដើមវិញដូច្នេះ An Vok បានបញ្ជាឲ្យមនុស្សរបស់គាត់ចាប់ចុងវុនហើយបង្ខំឲ្យគាត់ធ្វើវះកាត់សម្រស់ឲ្យ Marie វិញបើគាត់មិនធ្វើទេគាត់នឹងមិនអាចរស់ចេញពីទីនោះបានទេ Marie បានជួសជង្គង់ភ្លាមដើម្បីសុំអង្វរឲ្យ An Vok លែងចុងវុន An Vok ឃើញប្រពន្ធរបស់គាត់ជួសជង្គង់សុំសម្រាប់បុរសផ្សេងគាត់ក៏កើតកំហឹងគាត់បានបញ្ជាឲ្យនាងស្ងៀមចុងវុនបាននិយាយថា An Vok មិនយល់អំពីសេចក្តីស្រឡាញ់ទេប៉ុន្តែ An Vok បានសើចហើយវាចុងវុនគាត់បាននិយាយថាចុងវុនបានបំលែងប្រពន្ធរបស់បុរសម្នាក់ផ្សេងឲ្យមានរូបរាងដូចប្រពន្ធរបស់គាត់តើគាត់អាចធ្វើបែបនោះបានដូចម្តេចនៅក្នុងបន្ទប់ Marie បានប្រាប់ចុងវុនឲ្យអនុញ្ញាតឲ្យនាងត្រឡប់ទៅមានរូបរាងដើមវិញព្រោះនាងមិនចង់ឲ្យគាត់រងរបួសដោយសារតែខ្លួននាងទេចុងវុនចង់ប៉ះមុខនាងប៉ុន្តែ Marie បានថយក្រោយ
នាងដឹងថាប្តីរបស់នាងកំពុងឈរមើលពួកគេនៅខាងក្រៅអិនវុកកំពុងតែកំហឹងគាត់មិនចង់មើលទៀតទេដូច្នេះគាត់បានចេញទៅគាត់បានត្រឡប់ទៅបន្ទប់របស់គាត់យករូបថតរបស់នាងឡើងមើលចុងវុនមិនអាចយកកាំបិតវះកាត់ឡើងបានទេម៉ារីមិនមានជំរឿទេត្រូវតែបញ្ចុះបញ្ចូលអិនវុកនាងបាននិយាយថានាងចង់ឲ្យអ្នកផ្សេងមកវះកាត់នាងហើយវាមិនសំខាន់ទេថានាងនឹងមានរូបរាងយ៉ាងដូចម្តេចបន្ទាប់មកអិនវុកបាននាំម៉ារីត្រឡប់ទៅវិញនៅទីនោះមានតែចុងវុននៅសល់ដោយបាត់បង់ស្មារតីនៅលើផ្លូវត្រឡប់មកវិញខណៈអិនវុកកំពុងនិយាយទូរស័ព្ទម៉ារីបានទៅផ្លូវធំនាងមិនចង់ត្រឡប់ទៅរកអិនវុកទេនាងចង់បញ្ចប់ជីវិតនៅទីនេះនៅពេលគ្រោះថ្នាក់នោះអិនវុកបានរកឃើញហើយទាញនាងត្រឡប់មកវិញដោយមិនខ្វល់ពីសុវត្ថិភាពរបស់ខ្លួនម៉ារីបានគំរាមគេថាកុំប៉ះពាល់ចុងវុនឬមិនដូច្នោះនាងនឹងបំផ្លាញខ្លួនឯងអិនវុកពិតជាភ័យខ្លាចនាងមែនឃើញបែបនេះហើយតែហេតុអ្វីអ្នកនៅចង់ឲ្យគូនេះត្រឡប់មកជាមួយគ្នាវិញទៀតអិនវុកបាននាំម៉ារីត្រឡប់ទៅផ្ទះគាត់រៀបចំចង់ពន្ធប៉ងប៉ះណែនាងប៉ុន្តែនាងបដិសេធឪពុករបស់គាត់បានបញ្ជាឲ្យនាំម៉ារីត្រឡប់មកវិញដើម្បីឲ្យគាត់បានជួបនាងគាត់បាននិយាយថាគាត់ស្រឡាញ់ស្លាប់ក៏ដោយប្រសិនបើមិនបានឃើញរាងកាយនាងអិនវុកមិនហ៊ានប្រាប់ពិតទេគាត់បាននិយាយថាម៉ារីមិនទាន់ស្រួលទេឪពុករបស់គាត់បាននិយាយដោយចេះផ្នែកថាអិនវុកតែងតែពុករលួយតាំងពីក្មេងមកដោយសារប្រព្រឹត្តការរបស់គាត់ម្ដាយគាត់បានចាក់ចេញពីគាត់ហើយបន្ទាប់មកក៏ស្លាប់អិនវុកមានអារម្មណ៍បាក់បែកខ្លាំងគាត់បានយករូបថតម្ដាយរបស់គាត់មកមើលបន្តិចមកគាត់ក៏ចាប់ផ្ដើមស្ងប់ស្ងាត់វិញអិនវុកបានត្រឡប់មកអបម៉ារីវិញព្រោះមានតែជាមួយនាងប៉ុណ្ណោះគាត់ទើបមានភាពស្ងប់ស្ងាត់ប៉ុន្តែលើយ៉ាងម៉ារីបង្វើមុខវិញគាត់ឃើញមុខមួយចម្លែកព្រាមនោះគាត់បាត់ចំណាប់អារម្មណ៍ហើយរុញញញចុះយប់នោះមានភ្លៀងធ្លាក់គាត់បានឃើញម៉ារីត្រឡប់មកវិញប៉ុន្តែពេលឃើញមុខចម្លែករបស់នាងគាត់មិនអាចញញឹមបានទេថ្ងៃបន្ទាប់ឪពុករបស់អិនវុកបានរកឃើញថាម៉ារីបានធ្វើសម្ភារសម្ផស្សគាត់ខឹងខ្លាំងហើយកំពុងតែប៉ងធ្វើអាក្រក់ដល់នាងប៉ុន្តែអិនវុកបានត្រឡប់មកទាន់ទេហើយបានអោបនាងគាត់បានប្រាប់ឪពុកថាបើក្បាលគាត់ទៅវិញក៏បានសូមកុំប៉ះពាល់នឹងមនុស្សដែលគាត់ស្រឡាញ់បន្ទាប់មកគាត់បានអោបនាងហើយនិយាយថាគាត់ស្ថិតនៅទីនេះប៉ុន្តែអ្វីដែលមិនបានរំពឹងទុកគឺយប់នោះអិនវុកបានស្រវឹងសិតវិញគាត់បានវាយប្រហារលើម៉ារីម្ដងទៀតយប់នោះម៉ារីបានទៅស្ទូឌីយោគំនូរយ៉ាងសម្ងាត់នាងបានយកការសម្រងមួយចេញពីកាបូបក្នុងនោះមានវីដេអូបង្ហាញពីអំពើហិង្សារបស់អិនវុកលើនាងប៉ុន្តែដោយមិនបានរំពឹងទុកគាត់បានប្លន់យកវាទៅអិនវុកបានមើលវីដេអូក្នុងដៃរបស់គាត់មិនជឿថាគាត់ធ្វើអ្វីបែបនោះចំពោះម៉ារីទេគាត់តែងតែស្រឡាញ់នាងប៉ុន្តែគាត់បានបង្កឲ្យនាងរងរបួសប៉ុន្តែពេលគាត់លើកមុខមើលគាត់បានបន្ទោសអស់អ្វីទាំងអស់ទៅលើនាងម៉ារីមិនអាចទ្រាំបានទៀតទេហើយអ្នកទាំងពីរបានតវ៉ាគ្នានាងបាននិយាយថាអ្វីដែលគាត់ធ្វើមិនមែនជាស្នេហាអិនវុកបានស្រវឹងសឹកហើយបង្ខំឲ្យនាងទទួលស្គាល់ថាទាំងអស់នេះជាកំហុសរបស់នាងដែលធ្វើឲ្យគាត់ធ្វើបែបនេះប៉ុន្តែម៉ារីមិនទទួលស្គាល់ទេសូម្បីតែនាងស្លាប់ក៏ដោយពួកគេបានតវ៉ាគ្នាម្ដងទៀតអិនវុកបានស្រវឹងសឹកវិញគាត់បានយំហើយរុញដៃឡើងសុបិនអាក្រក់របស់ម៉ារីបានចាប់ផ្ដើមឡើងវិញនាងអង្គុយនៅលើដីដោយអស់សង្ឃឹមថ្ងៃបន្ទាប់ម៉ារីនិងគាត់បានទៅភោជនីយដ្ឋានមួយសម្រាប់ញ៉ុំបាយល្ងាចហេរ៉ាបានចៃដន្យស្ថិតនៅទីនោះផងដែរនាងបានឃើញម៉ារីទៅបង្គន់ហើយបានដើរតាមនាងបានប្រាប់ម៉ារីឲ្យរត់គេចប៉ុន្តែពេលនាងប៉ះម៉ារីនាងបានរកឃើញថាម៉ារីរងរបួសហេរ៉ាបានរត់ទៅប្រាប់ចុងវុនយ៉ាងលឿនភ្នែករបស់ចុងវុនក្រហមដោយសារកំហឹងអត់បានទៅផ្ទះអិនវុកយ៉ាងក្រហាយក្រហាក់ម៉ារីនិងចុងវុនបានអបគ្នាអិនវុកបានយកកាំភ្លើងចេញអ្នកទាំងពីរភ័យខ្លាចហើយថយក្រោយប៉ុន្តែអិនវុកបានចំអល់កាំភ្លើងទៅក្បាលខ្លួនឯងដែលធ្វើឲ្យម៉ារីភ័យខ្លាចខ្លាំងណាស់អិនវុកបាននិយាយថាមានគ្រាប់កាំភ្លើងតែមួយប៉ុណ្ណោះនៅក្នុងកាំភ្លើងគាត់ចង់បង្ហាញថាគាត់ស្រឡាញ់នាងពិតប្រាកដម៉ារីបានជ្រួញជើងជាបន្ទាន់ហើយសុំឲ្យគាត់បញ្ឈប់អិនវុកមើលទៅកាន់ចុងវុនដល់មុខឈ្នះប៉ុន្តែដោយមិនរំពឹងទុកចុងវុនក៏យកកាំភ្លើងមកដែរម៉ារីកំពុងជ្រួញជើងនៅលើដីមិនថានាងសុំប៉ុន្មានដងក៏ដោយពួកគេមិនបញ្ឈប់ទេនាងយំហើយសុំឲ្យពួកគេបញ្ឈប់ចុងវុនបានប្រាប់អិនវុកថាការគំរាមជីវិតអ្នកដែលអ្នកស្រឡាញ់គឺជាការខ្មាស់អៀនអិនវុកបានឲ្យពួកគេទៅប៉ុន្តែចេញដល់ច្រកចូលធំអ្នកជំនួយរបស់អិនវុករត់មកហើយផ្ដល់ទូរស័ព្ទម៉ារីបង្អស់ថាអិនវុកបាននាំម្ដាយរបស់ម៉ារីមកផ្ទះគាត់បាននាំម្ដាយនាងមកដើម្បីបង្ខំឲ្យម៉ារីត្រឡប់មកគាត់ព្រាមបើមិនដូច្នោះទេនាងមិនអាចបន្ទោសគាត់បានទេម្ដាយរបស់ម៉ារីគឺជាចំណុចខ្សោយរបស់នាងពេលឃើញម្ដាយស្ថានភាពបែបនេះនាងរត់ត្រឡប់ទៅវិញភ្លាមចុងវុនត្រូវបានអាណាព្យាបាលទប់ស្កាត់ក្នុងពេលភ្លាមម៉ារីបានបោះចោលចុងវុនហើយរត់ត្រឡប់ទៅវិញចុងវុនត្រូវនៅសល់ម្នាក់ឯងដោយបេះដូងរងការឈឺចាប់ពីចម្ងាយឥឡូវនេះអិនវុកមិនខ្វល់អ្វីទៀតទេគាត់គ្រាន់តែចង់ឲ្យនាងត្រឡប់មកជាមួយគាត់ទោះបីម៉ារីនិយាយថានាងមិនស្រឡាញ់គាត់ក៏ដោយអិនវុកយំហើយនិយាយថាអ្វីទាំងអស់មិនសំខាន់ទៀតទេគាត់សួរថាតើនាងស្រឡាញ់ចុងវុនពិតមែនទេម៉ារីមិនស្ទាក់ស្ទើរឡើយនាងនិយាយថាបាត់ចាស់អិនវុកមើលទៅដូចជាខូចស្មារតីដោយសេចក្តីអស់សង្ឃឹមហើយស្រែកឡើងគាត់និយាយថាលើកលែងតែគាត់មាននរណាអាចឲ្យនាងស្រឡាញ់ទៀតម៉ារីនិយាយថារាងកាយនិងបេះដូងរបស់នាងមិនមែនជារបស់គាត់ទៀតទេអិនវុកចង់បង្ហាញសេចក្តីស្រឡាញ់របស់គាត់ចំពោះភរិយាដូច្នេះគាត់បានចង្អុលកាំភ្លើងទៅក្បាលខ្លួនឯងមុននោះចុងវុនចង់យកកំបាប់ត្រាដែលគាត់បានថតនៅផ្ទះម៉ារីទៅឲ្យមេឃីវីហើយស្នើឲ្យពួកគេដោះស្រាយរឿងលែងលះរបស់ម៉ារីដោយសារអំពើហិង្សាក្នុងគ្រួសារ
តែសំឡេងថតមួយគត់មិនគ្រប់គ្រាន់ទេដែលធីវីនិយាយថាគាត់ត្រូវការពូស្តាំងវីដេអូអំពីអំពើហិង្សាឬលិខិតវិទ្យាសាស្ត្រអំពីរបួសរបស់នាងសំណាងល្អម៉ារីបានថតសំឡេងអិនវុកវីនាងយ៉ាងសំណាត់កាលថ្ងៃនោះដោយសារកាយនាងមិនអាចចេញក្រៅបាននាងបានលាក់កាត់ចងចាំនោះក្នុងគំនូរយ៉ាងជិតណាស់បន្ទាប់មកនាងស្នើឲ្យមិត្តស្រីជិតស្និទ្ធរបស់នាងយកវីចេញតែជុងវុនបានស្វែងរកពេញមួយល្ងាចហើយក៏មិនឃើញអ្វីខុសគ្នាអំពីគំនូរនោះទេម្ដងទៀតអិនវុកក៏បានរកឃើញវិជ្ជាបណ្ឌិតដែលធ្វើការវះកាត់ឲ្យម៉ារីផងដែរថ្ងៃនេះគាត់នឹងនាំនាងទៅទីនោះពួកគេកំពុងធ្វើដំណើរចុងក្រោយជុងវុនបានរកឃើញតាក់ចងចាំដែលលាក់ក្នុងគំនូរនោះតែឃើញម៉ារីពោពេញដោយស្នាមជាពីការត្រូវអិនវុកវាយបេះដូងរបស់ជុងវុនឈឺចាប់ណាស់គាត់បានហៅអិនវុកយ៉ាងឆាប់រហ័សហើយព្រមានឲ្យគាត់គុំយកម៉ារីទៅវះកាត់គាត់បានលើកម៉ាស៊ីនថតវីដេអូឡើងហើយទាមទារឲ្យអិនវុកបែកបាក់ជាមួយម៉ារីបើមិនដូច្នោះទេគាត់នឹងបញ្ចេញវីដេអូហើយបំផ្លាញជីវិតអិនវុកបានត្រឡប់មកផ្ទះវិញដោយអស់សង្ឃឹមគាត់បានមើលម៉ារីយ៉ាងអាណិតហើយសួរថានាងចង់ចេញទៅនៅតែស្ថិតនៅទីនេះម៉ារីមិនបានស្ទាក់ស្ទើរឡើយនាងចង់ចេញទៅអិនវុកបានអនុញ្ញាតឲ្យនាងទៅគាត់អង្គុយម្នាក់ឯងនៅផ្ទះហើយយំស្ងៀមគាត់ផឹកស្រាហើយយំគាត់បានចង្អុលកាំភ្លើងទៅក្បាលខ្លួនឯងគាត់មិនអាចគ្រប់គ្រងគំនិតរបស់ខ្លួនបានទេគាត់សង្ឃឹមថានាងនឹងត្រឡប់មកវិញថ្ងៃបន្ទាប់អិនវុកបានដុតអ្វីទាំងអស់ដែលពាក់ព័ន្ធនឹងពួកគេហើយប្រាប់លេខាធិការរបស់គាត់ឲ្យដាក់ពាក្យបំបែកបាក់សូម្បីតែលេខាធិការដែលជិតស្និទ្ធរបស់គាត់ក៏ភ្ញាក់ផ្អើលដែរអិនវុកបានទូរស័ព្ទទៅម៉ារីហើយប្រាប់ថាគាត់យល់ព្រមបំបែកបាក់តែមានលក្ខខណ្ឌមួយគាត់ចង់ឲ្យទៅតុលាការជាមួយនាងតែ2នាក់ប៉ុណ្ណោះអិនវុកក៏បានទៅជួបជុងវុនហើយប្រាប់គាត់អំពីសេចក្តីសម្រេចចិត្តរបស់ខ្លួនផងដែរទោះបីជាជុងវុនភ្ញាក់ផ្អើលក៏ដោយគាត់ក៏យល់ព្រមម៉ារីបានទៅកន្លែងជួបពួកគេ2នាក់កំពុងត្រៀមទៅតុលាការប៉ុន្តែអិនវុកបានហៅពួកគេត្រឡប់មកវិញគាត់ចង់ញ៉ាំអាហារចុងក្រោយជាមួយម៉ារីម្ដងទៀតអិនវុកគិតថាអាចភ្លេចនាងបានបន្តិចចំពោះពេលដែលគាត់បានឃើញម៉ារីវិញគាត់សោកស្ដាយភ្លាមខណៈពេលពួកគេកំពុងញ៉ាំអាហារគាត់បានសុំអង្វរឲ្យនាងពិចារណាឡើងវិញពួកគេអាចត្រឡប់ទៅជីវិតដើមមកវិញបានម៉ារីមិនស្ទាក់ស្ទើរឡើយនាងបាននិយាយថារឿងរបស់ពួកគេបានបញ្ចប់ហើយអិនវុកមិនបាននិយាយអ្វីទេខណៈពេលអិនវុកកំពុងបើករថយន្តនាំម៉ារីទៅតុលាការជុងវុនបានទូរស័ព្ទមកអិនវុកបានលើសំឡេងរោទហើយមានអារម្មណ៍ខឹងខ្លាំងពេលពួកគេដល់តុលាការគាត់បានបង្វិលរថយន្តត្រឡប់វិញភ្លាមគាត់បានសុំអង្វរម៉ារីថានេះជាលើកចុងក្រោយហើយឲ្យទៅសួនកំសាន្តជាមួយគ្នាទៅរំលឹកអតីតកាលបន្ទាប់មកគាត់បានបើករថយន្តដោយមិនប្រុងប្រយ័ត្នពេលឃើញអិនវុកមានអាកប្បកិរិយាដូចនេះម៉ារីចង់លោតចេញពីយន្តដោះសោការស្នាក់នៅរបស់អ្នកអថោកជាងមុនជាមួយតម្លៃពិសេសតែតាមកម្មវិធីទាញយកកម្មវិធី Booking.com ដោយឥតគិតថ្លៃថ្ងៃនេះម៉ារីចង់លោតចេញពីយន្តប៉ុន្តែគាត់បានរារាំងនាងពួកគេបានមកដល់តំបន់ស្មៅក្បែរផ្លូវគាត់បានទាញនាងចូលទៅក្នុងស្មៅដោយកំហឹងចុងពេលនោះចុងវុនមិនអាចទំនាក់ទំនងជាមួយម៉ារីបានទេគាត់បានទៅកន្លែងដែលនាងស្ថិតនៅអិនវុកបានសួរម៉ារីយ៉ាងអាណោចអាថប់ថាតើនាងធ្លាប់ស្រឡាញ់គាត់ទេម៉ារីមិនបានស្ទាក់ស្ទើរឡើយនាងបាននិយាយថានាងមិនធ្លាប់ស្រឡាញ់គាត់ឡើយសុំទោសនាងបានប្រាប់អិនវុកថាមនុស្សដែលគាត់ស្រឡាញ់ពិតប្រាកដមិនមែនជានាងទេប៉ុន្តែព្រោះនាងមានរូបរាងដូចម្ដាយគាត់អិនវុកស្ទើរតែបានកំភ្លើងដើម្បីបង្ហាញថាគាត់ស្រឡាញ់នាងសំណាងល្អម៉ារីបានរារាំងគាត់ទាន់ពេករកកំភ្លើងបានប៉ះស្បែកនាងទាំងពីរនាក់បានសន្លប់លើដីតែម៉ារីភ្ញាក់ឡើងនាងបានហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមម៉ារីបានសន្លប់ដោយសារភ័យស្លន់ស្លោទាំងពីរនាក់ត្រូវបានយកទៅមន្ទីរពេទ្យក្នុងពេលតែមួយពេលចុងវុនរត់ទៅដល់ទីធាភ្នំស្មៅពួកគេបានបាត់ទៅហើយអិនវុកបានភ្ញាក់ឡើងហើយបដិសេធការវះកាត់គាត់មិនខ្លោអីទេហើយរត់រកម៉ារីបន្ទាប់ពីម៉ារីភ្ញាក់ឡើងនាងបានរត់ចេញពីមន្ទីរពេទ្យនាងស្ទើរតែជួបអិនវុកនាងលាក់ខ្លួនខាងក្រោយដើមឈើរងចាំឲ្យគាត់ដើរឆ្លងកាត់អិនវុករកប្រពន្ធរបស់គាត់មិនឃើញទេគាត់ឈរនៅមុខផ្ទះហើយស្រែកយ៉ាងខ្លាំងដោយសារតែគាត់រងរបួសក្បាលធ្ងន់ធ្ងរគាត់បានដួលសន្លប់ម្ដងទៀតពេលចុងវុនរត់មកដល់គាត់បានឃើញអិនវុកដូចជាមនុស្សស្រវឹងសឹកគាត់បដិសេធមិនឲ្យវះកាត់ហើយតែងតែហៅឈ្មោះម៉ារីដើរទៅតាមផ្លូវដូចជាអ្នកបាត់បង់ស្មារតីចុងវុនបានជួបនាងដោយចៃដន្យចុងក្រោយពួកគេបានជួបគ្នាម្ដងទៀតពួកគេបាននឹកឃើញការជួបគ្នាលើកដំបូងហើយម៉ារីក៏ត្រេកទឹកភ្នែកចេញអិនវុកភ្ញាក់ឡើងហើយចង់ស្វែងរកម៉ារីគាត់ស្នើសុំឲ្យលេខាធិការនាំសម្លៀកបំពាក់មកឲ្យគាត់លេខាធិការបានប្រាប់ថាប៉ូលីសបានដឹងរឿងអិនវុកលួចយកម៉ារីពួកគេបានប្រាប់ឲ្យរងចាំរហូតដល់គាត់ភ្ញាក់ឡើងសិនមុននឹងទៅស្ថានីយ៍ប៉ូលីសអិនវុកក៏ស្រវឹងសឹកហើយប្រាប់លេខាធិការឲ្យចេញទៅខាងក្រៅដើម្បីបំរើប៉ូលីសឲ្យខាត់អារម្មណ៍ដើម្បីឲ្យគាត់អាចគិតខ្លួនគាត់បានទៅបន្ទប់ពេទ្យរបស់ម៉ារីប៉ុន្តែជួបហេរ៉ានៅខាងក្រៅទ្វារហេរ៉ាបានណែនាំឲ្យគាត់មិនឈប់ប៉ុន្តែគាត់មិនខ្វល់ទេគាត់បានរុញនាងចេញទៅខាងក្រៅហើយរត់ចូលទៅខាងក្នុងហេរ៉ាបានហៅចុងវុនយ៉ាងឆាប់រហ័សចុងវុនបានរត់ចេញទៅខាងក្រៅដើម្បីបញ្ឈប់អិនវុកគាត់បានប្រាប់អិនវុកឲ្យចេញទៅខាងក្រៅហើយនិយាយជាមួយគ្នាបន្តិចអិនវុកបាននិយាយថារឿងរបស់គាត់និងម៉ារីមិនអាចបញ្ចប់នេះទេវានឹងបញ្ចប់តែបើមានមនុស្សម្នាក់ស្លាប់ប៉ុណ្ណោះចុងវុនបាននិយាយថាសុភមង្គលស្ថិតនៅក្នុងដៃរបស់អិនវុកតែបើអិនវុកបោះបង់ចោលទាំងពីរនាក់នឹងមានសុភមង្គលអិនវុកបានវាយចុងវុនដោយសំណាច
គាត់ចង់រុញចង្វន់ឲ្យដួលប៉ុន្តែព្រោះក្បាលរបស់គាត់នៅតែរងរបួសកម្លាំងគាត់ក៏ថយចុះចង្វន់បានរត់គេចចេញពីដៃរបស់អានវុកចុងក្រោយអានវុកបានយល់ច្បាស់ថាមិនថាគាត់ធ្វើអ្វីក៏ដោយម៉ារីក៏មិនត្រឡប់មកវិញទេគាត់បានយល់ហើយលោតឡើងលើរេឡាំងគាត់ស្នើឲ្យចង្វន់រុញគាត់ឲ្យធ្លាក់ចុះមានតែវិធីនោះប៉ុណ្ណោះទាំងអស់គ្នានឹងបញ្ចប់នៅពេលនោះផងដែរចិត្តរបស់ចង្វន់ក៏ស្រណោះដែរគាត់បានចាប់អានវុកបើកំហាំអានវុកបានសុំចង្វន់ឲ្យសម្លាប់គាត់ចង្វន់ពិតជាចង់ធ្វើវាសម្រាប់ម៉ារីមែនទេប៉ុន្តែពេលវេលាសំខាន់នោះម៉ារីបានមកទាន់ទេនាងបានសុំចង្វន់កុំឲ្យធ្វើអំពើខុសដោយសារតែខ្លួននាងចង្វន់បានបោះអានវុកចុះដីដោយកំហឹងប៉ូលីសបានមកដល់យ៉ាងឆាប់រហ័សហើយចាប់អានវុកនៅស្ថានីយ៍ប៉ូលីសម៉ារីបានប្រមូលអំណាចចិត្តរបស់នាងហើយប្រាប់រឿងដែលនាងត្រូវទទួលទោសនឹងការប្រែផ្លាស់មុខអានវុកទើបតែចេញពីស្ថានីយ៍ប៉ូលីសក៏ត្រូវអ្នកសារព័ត៌មានវាយជុំគាត់បានសារភាពអំពីអ្វីដែលគាត់ធ្វើចំពោះម៉ារីមិនត្រឹមតែប៉ុណ្ណោះទេគាត់ក៏បានបង្ហាញអំពីអាជីវកម្មខុសច្បាប់របស់ឪពុកគាត់ទៅអ្នកសារព័ត៌មានផងដែលបំផ្លាញក្រុមហ៊ុនឪពុកគាត់ដោយដៃរបស់គាត់ផ្ទាល់នៅក្នុងឡានអានវុកបានប្រាប់លេខាធិការរបស់គាត់ថាគាត់បានផ្ទេរប្រាក់មួយចំនួនឲ្យហើយប្រាប់ឲ្យទៅសម្រាកសិនព្រោះអានវុកដឹងថាមានតែលេខាធិការប៉ុណ្ណោះដែលពិតជាថែរក្សាគាត់តែលេខាធិការបាននិយាយថាគាត់នឹងនៅក្បែរអានវុកទោះបីស្លាប់ក៏ដោយអានវុកបានត្រឡប់ទៅផ្ទះហើយប្រាប់ម៉ែប្តីឲ្យចេញទៅឆាប់ព្រោះអ្វីទាំងអស់បានបញ្ចប់ហើយគាត់បានចង្អុលកាំភ្លើងទៅឪពុករបស់គាត់ដោយស្អប់ឪពុកដែលធ្វើឲ្យគាត់ក្លាយជាមនុស្សបែបនេះមិនបានរំពឹងទេឪពុកអានវុកបាននិយាយថាប្រសិនបើគាត់សម្លាប់ឪពុកគាត់ក៏មិនខុសពីឪពុកដែរអានវុកបានហៅថាគាត់មិនដូចឪពុកទេចុងក្រោយអានវុកមិនអាចធ្វើវាបានទេម៉ារីស្ថិតនៅក្នុងបន្ទប់របស់នាងបានសន្លប់ពីការប្រើថ្នាំនាងគិតថាជាហេរ៉ាដែលបានត្រឡប់មកវិញមិនបានរំពឹងទេនាងត្រូវបានអានវុកចាប់ព្រួយម្ដងទៀតបន្ទាប់ពីចង្វន់រកឃើញរឿងនេះគាត់បានទូរស័ព្ទទៅអានវុកប៉ុន្តែអានវុកបានបាត់ស្មារតីទៅហើយអានវុកបានផ្ដល់អាសយដ្ឋានមួយឲ្យចង្វន់ប្រាប់ឲ្យគាត់មកមើលគាត់និងម៉ារីស្លាប់ដោយភ្នែករបស់ខ្លួនឯងអានវុកបាននាំម៉ារីទៅអាងហែទឹកនៅវីឡារួចអោបនាងហើយនិយាយថាពួកគេនឹងស្លាប់ជាមួយគ្នាខណៈពេលដែលគាត់និយាយគាត់បានចង្អុលកាំភ្លើងទៅលើបេះដូងនាងដូច្នេះពួកគេអាចស្លាប់ទាំងពីរនាក់ក្នុងការបាញ់តែមួយគ្រាប់នៅពេលនោះម៉ារីមានអារម្មណ៍ថាអស់អារម្មណ៍ទាំងស្រុងនាងមិនមានការភ័យខ្លាចឬប្រឆាំងអ្វីទៀតទេត្រឹមតែពេលនោះក្បាលរបស់អានវុកឈឺខ្លាំងណាស់ម៉ារីបានចាប់ឱកាសរុញអានវុកចេញនាងបានដង្វែកកាំភ្លើងទៅទីឆ្វេងអានវុកបានធ្លាក់ចូលក្នុងអាងហែទឹកគាត់មិនបានតស៊ូអ្វីទេនៅក្រោមទឹកអានវុកចាប់ផ្ដើមយល់ច្បាស់ពេលដែលគាត់បាត់ភ្នែកគាត់អាចមើលឃើញដោយបេះដូងពេលដែលគាត់ចិត្តបញ្ចប់ជីវិតរបស់ខ្លួនគាត់បានឃើញចង្វន់រត់មកហើយអបម៉ារីអានវុកបានឈរឡើងវិញហើយចង្អុលកាំភ្លើងទៅលើចង្វន់អ្វីដែលមិនបានរំពឹងទុកគឺម៉ារីបានទទួលគ្រាប់កាំភ្លើងជំនួសគាត់ហើយបានសន្លប់អានវុកពិតជាខូចខាតដោយសារឈឺចាប់គាត់មិនអាចជឿថាគាត់បានសម្លាប់មនុស្សដែលគាត់ស្រឡាញ់